បាទទីមួយគឺពេលដែលពិភពលោកកាន់តែភ្លេចរឿងចំនួនព្រំដែនខ្មែរថៃព័ត៌មានកលៃវាយលុក Facebook អ្នកច្បាប់រំលឹករដ្ឋាភិបាលកម្ពុជាឲ្យស្ដារនីតិរដ្ឋដើម្បីស្ដារទំនុកចិត្តវិនិយោគិនបរទេសក្រសួងការពារជាតិនាំគណៈប្រតិភូអនុព័ន្ធយោធាបរទេសទៅមើលការខូចខាតប្រាសាទព្រះវិហារតែមិនដាក់ប្តឹងថៃអាជ្ញាធរក្រុងភ្នំពេញព្រមានចាត់ការអ្នកណាហ៊ានប្រពទិវាសិទ្ធិនារីនៅទីលានប្រជាធិបតេយ្យអាស៊ានមិនហ៊ានថ្កោលទោសថាអ្នកណាបំពានច្បាប់អន្តរជាតិឲ្យប្រកាសសាឡាវធរដំកល់សាលក្រមផ្ដន្ទាទោសកញ្ញានួនទឿនសង្ខេបជុំវិញការលើកពេលសវនាការលោកស្រីលីមធីរីនាវាមុជទឹកអាមេរិកបាញ់កំទេចនាវាចម្បាំងអ៊ីរ៉ង់កើនដល់ជាង20គ្រឿងអ៊ុយក្រែនព្រមជួយទប់យន្តហោះដ្រូនអ៊ីរ៉ង់ក៏ប៉ុន្តែសូមដូរយកប្រព័ន្ធការពារកំជ្រួចទប់រុស្ស៊ីវិញនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទពិភពលោកយើងគឺវល់អស់ហើយម៉ោងនេះគឺមិនមានពេលមិនមានវេលាឬក៏ការគិតគូរមកតំបន់យើងនៅអាស៊ីអាគ្នេយ៍ជាពិសេសនៅស្រុកខ្មែរនៅអីទៀតទេបងប្អូនដឹងហើយមិនអញ្ចឹងណាមករយៈពេល5-6ថ្ងៃហើយនេះគឺតាំងពីថ្ងៃ28មកនៅពេលដែលផ្ទុះសង្គ្រាមនៃអ៊ីរ៉ង់ភ្លាមគឺពិភពលោកផ្ដោតខ្លាំងទៅលើប្រទេសអ៊ីរ៉ង់និងមជ្ឈិមបូព៌ាដោយសារតែគ្រាប់ភ្លើងគ្រាប់កំភ្លើងនិងគ្រាប់ផ្លោងការប្រើបច្ចេកវិទ្យាទំនើបទម្លាក់គ្រាប់បាញ់ដាក់គ្នានឹងគឺថាស្រោចពេញផ្ទៃអាកាសាដែលធ្វើឲ្យប្រជាពលរដ្ឋនឹងស្លាប់ក៏ច្រើនរៀងខ្លួនទាំងនៅអ៊ីរ៉ង់ទាំងនៅប្រទេសដែលនៅតំបន់មជ្ឈិមបូព៌ាដទៃទៀតដែលអ៊ីរ៉ង់បាញ់កញ្ជ្រួចទម្លាក់ឬក៏ទៅទីតាំងជាច្រើនស្លាប់ដល់ជនស៊ីវិលហើយគ្រាប់កញ្ជ្រួចដែលបាញ់ទម្លាក់ទៅអ៊ីរ៉ង់វិញនឹងក៏ធ្លាក់ប៉ះចំសាលារៀនស្លាប់កូនក្មេងនឹងច្រើនអស់ទៅ100នាក់ក៏មានដែរ130នាក់នៅសាលារៀនបឋមសិក្សាមួយនៅប្រទេសអ៊ីរ៉ង់នឹងគឺជារឿងរកម្មចិត្តណាព្រោះធម្មតានៅពេលដែលយើងបាញ់គ្នាប្រសាច់ពេញផ្ទៃមេឃយ៉ាងនេះគ្រាប់បែកគ្រាប់អីហ្នឹងគឺវាមិនលែងអីធ្លាក់ចំទីតាំងស៊ីវិលកន្លែងណាមួយចាក់ជាមិនខានហើយក៏ប៉ុន្តែបើយើងមើលទំហំនៃការខូចខាតនិយាយទៅការដែលស្លាប់មនុស្សនៅក្នុងសង្គ្រាមរយៈពេល5ថ្ងៃ6ថ្ងៃទាំងថ្ងៃនេះគឺឃើញថានៅមានទៀបច្រើនបើយើងប្រៀបពីទំហំសង្គ្រាមនៃការដែលទម្លាក់គ្រាប់ដាក់គ្នាហ្នឹងគឺវាសន្ធាប់ដល់មហិមាណាប៉ុន្តែគ្រាប់ហ្នឹងគឺភាគច្រើនធ្លាក់ទៅតែតំបន់យោធាបើយើងមើលទៅអាមេរិកបានវាយសន្ធាប់ទៅលើទីតាំងយោធារបស់អ៊ីរ៉ង់ដែលភាគច្រើនផ្ដាច់ប្រព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ប្រព័ន្ធនាវាប្រព័ន្ធចម្បាំងកំជ្រួចបាញ់ឆ្លងទ្វីបរោងចក្រផលិតបរមាណូអីឡាក់នេះគឺជាគោលដៅដែលអាមេរិកវាយប្រហារមកដល់ពេលនេះអាមេរិកវាយប្រហារគោលដៅសំខាន់របស់អ៊ីរ៉ង់ស្ទើរតែខ្ទេចខ្ទីរៀបដល់ដីទៅហើយព្រោះអីជាង1700ទីតាំងបាទជាង1700ទីតាំងហ្នឹងរួមទាំងកន្លែងទីតាំងបាញ់កំជ្រួចផ្លោងទីតាំងដែលបង្ហោះ drone ទីតាំងយោធាមូលដ្ឋានទ័ពប្រទាយទាហានអីឡាក់ហ្នឹងគឺថាឲ្យតែជាទីតាំងយោធាហ្នឹងគឺខ្ទេចខ្ទីគ្មានសល់ទេប៉ុន្តែប៉ុណ្ណឹងមិនមែនបានន័យថាអ៊ីរ៉ង់អស់អាលីងទេព្រោះអ៊ីរ៉ង់មានទីតាំងបាញ់កញ្ជ្រួចមួយចំនួនបាញ់ចេញពីកណ្ដាលវាលខ្សាច់នៅក្រោមដីផងព្រោះគេជីករូងក្រោមដីទៅដូច្នេះអាវុធធុនធំអីមួយចំនួនហ្នឹងគឺបាញ់មិនប៉ះចំទីតាំងទីទេលើកលែងតែនៅពេលដែលរងចាំពេលដែលកញ្ជ្រួចហ្នឹងចេញពីតំបន់ណាមួយហើយចាំទៅបាញ់ផ្លោងទម្លាក់នៅទីតាំងនោះដោយប្រព័ន្ធផ្កាយរណបអានេះគឺជាអ្វីដែលអាមេរិកកំពុងតែធ្វើដែរបងប្អូនខ្ញុំនឹងសង្ខេបព័ត៌មានរឿងនេះតកតងនឹងរឿងពិភពលោកក៏ប៉ុន្តែនៅពេលដែលពិភពលោកកំពុងតែវល់យើងដឹងហើយគេភ្លេចកម្ពុជាដោយសារគេឡាយតែរវល់បបួលគ្នាទៅវាយអ៊ីរ៉ង់ណាដល់អញ្ចឹងតើគេភ្លេចកម្ពុជានឹងភ្លេចរឿងអីព្រំដែនកម្ពុជាយើងនៅសកាដំណោះស្រាយអត់មានសោះថៃក៏ខ្វល់ខ្វាយរឿងប្រជាពលរដ្ឋគេដែលនៅតំបន់មជ្ឈិមបូព៌ាកំពុងតែរនាវារកប៉ាល់ហោះឬក៏មធ្យោបាយណាមួយដើម្បីទៅជំលះប្រជាពលរដ្ឋគេចេញពីតំបន់ដែលរងគ្រោះទាំងអស់នោះត្រៀមខ្លួនមិនទាន់ថានឹងយកមកទេអានេះគឺជាយន្តការរបស់ថៃហ្នឹងគឺរវល់រឿងអញ្ចឹងទៅតែបើរឿងព្រំដែនគឺថៃញាប់ដៃដែរនិយាយទៅអ៊ីរ៉ាក់អ៊ីរ៉ង់កំពុងតែញាប់ដៃឬក៏សង្គ្រាមនៅអ៊ីរ៉ង់កំពុងតែញាប់ដៃខ្លាំងថៃនេះក៏អត់មានប្រដាក់ដៃដែរគឺថាប្រឹងអាបាឡាលួសប្រឹងអាកុងតឺន័រប្រឹងអាជីកលេនដ្ឋានប្រឹងអាឈូឆាយហ្នឹងគឺថាគឺអត់មានដាក់ដៃមកពេលណាទេគឺប្រឹងសម្រុករហូតដែរតែក្នុងពេលជាមួយគ្នានេះពិភពលោកស្ងាត់អត់និយាយពីរឿងកម្ពុជាសូម្បីតែមួយម៉ាត់ប៉ុន្តែកម្ពុជាក៏មិនឲ្យពិភពលោកបំភ្លេចខ្លួនបានដែរបង្កើតព្រឹត្តិការណ៍នេះព្រឹត្តិការណ៍នោះយ៉ាងហោចណាស់ក៏បង្កើតព្រឹត្តិការណ៍ឲ្យគេរិះគន់ពេញជុំទិសចឹងដែរឧទាហរណ៍ដូចសុកចឹងទៅមានអាព្រឹត្តិការណ៍មកយកក្មេងតំណើងធ្វើជាវិជាការពីឯណានោះដែលជាគំនិតផ្ដេសផ្ដាស់អ្នកខ្លះគេថាចោលមកសៀតទៀតគំនិតអញ្ចឹងអីក៏ចេះតែរនឹកយកមកនិយាយកើតដែរក៏ប៉ុន្តែបងប្អូនព្រោះមិនដឹងធ្វើអីអញ្ចឹងទៅចេះតែចេះគិតចេះអីចឹងចោលទៅហើយធ្លាប់តែគិតបានថាអីក៏កើតអញ្ចឹងទៅដល់ចុងក្រោយទៅប្រជាពលរដ្ឋមានប្រតិកម្មសូម្បីតែមនុស្សដែលគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងក៏គេតលន់ដែរថា
ចេះតែរកនៅឃើញមានអ្នកខ្លះរហូតដល់ទៅឌឺដងរបៀបថាស្ដាយដែរដែលអត់បានឲ្យកូនចូលបងធំបងតូចអីដែលជាក្រុមពួកក្មេងទំនើងអីហ្នឹងឲ្យបានច្រើនពួកអត់បានបដិបដាលកូនឲ្យប្រហោះម៉ូតូឲ្យកាប់ចាក់គ្នាតាមផ្លូវបើអញ្ចឹងបាត់ឱកាសអស់ឱកាសនឹងបានខ្លាយជាប្រជាការពារភូមិនឹងខ្លាយទៅជាប៉ូលីសជាអីអញ្ចឹងបានតាមពិតបងប្អូនបានហើយកុំឌឺដងអីទៅវែងឆ្ងាយអញ្ចឹងពេកវាមិនចំណេញអីប្រហែលទេហើយមើលទៅរដ្ឋាភិបាលកម្ពុជានឹងក៏អកសើខ្លួនឯងដែរលោកទូចសុខៈនឹងលោកទូចសុខៈនេះមិនមែនជាលើកទី1ទេដែលលោកខកបំណងរបស់លោកដែលថាចង់ផ្គប់ចិត្តចង់ធ្វើអីដើម្បីឲ្យក្ដួងក្ដាំងតែខ្លួនបានធ្វើអីខ្លះអញ្ចឹងទៅកុំឲ្យទៅនេអញ្ចឹងដែលរឿងសភៅមួយសម័យដែលចូលធិបតីរឿងកម្ពុជាឈ្នះថៃសម័យដែលចូលធិបតីអីអាសភៅក្របមុខដែលគ្រោងសរសេរតាំងពីថៃមិនទាន់វាយខ្មែរដល់ពេលថៃវាយខ្ទេចអស់ហើយអត់ព្រមដកឈ្មោះក្របសភៅនឹងចេញធ្វើឲ្យគេរិះគន់ពេញបណ្ដាញសង្គមអញ្ចឹងទៅក៏បកស្រាយថាសភៅនឹងមិនមែនឈ្មោះក្របអញ្ចឹងទៀតទេអាចដូរទៅជាអីថ្មីផ្សេងទៀតអីអញ្ចឹងប៉ុន្តែតាំងពីដើមឡើយមកហ្នឹងគឺថាហេតុអីបានជាលោកទុកចិត្តមកម៉េះថាកម្ពុជានឹងវាយឈ្នះថៃក្នុងសម័យតេជោណាខ្ញុំកំពុងឆ្ងល់ខ្លួនគាត់ដែរហ្នឹងតើហេតុអីបានជាគាត់ច្បាស់ 100% ថាកម្ពុជានឹងឈ្នះថៃសម័យតេជោអាមុននឹងគេរិះគន់នឹងមុនចេញសភៅគាត់ហ្នឹងសួរតើគាត់សំអាងលើអីប្រទេសកម្ពុជាបើការផ្សះផ្សាជាតិគឺយើងសូន្យបាត់ហើយគឺយើងអត់មានត្រូវគ្នាសោះនៅក្នុងជាតិខ្មែរនឹងយើងផ្សះផ្សាគ្នាអត់បានផងតែយើងសង្ឃឹមអីទាហានយើងនឹងក៏ខ្វះខាតគ្រប់ហេដ្ឋារចនាសម្ព័ន្ធរត់តែស្បែកជើងផ្ទាត់ពាក់ឲ្យបានគ្រប់គ្នាអត់ចង់បានអាវក្រោះក៏គ្មានក្របកំភ្លើងប្រាក់ឧបត្ថម្ភអីឡាក់នឹងឡាក់តើកន្លែងណាដែលទៅឈ្នះគេអ្វីដែលជាគ្រាន់តែយន្តហោះបណ្ដេញលើផ្ទៃអាកាសយើងអត់មានតែមួយគ្រឿងហើយមិនមែនលោកទូចសុខៈអត់ដឹងទេនៅក្រសួងមហាផ្ទៃលោកដឹងក៏ប៉ុន្តែគំនិតមួយនៅក្នុងការដែលសរសើរអាជ័យធ្លាក់ទឹកហើយអើតែស្កសរសើរឲ្យស្លាប់អត់ចេះបង្អាប់ឲ្យរស់ហ្នឹងគឺថាមានពេញខួរក្បាលរបស់មនុស្សខ្មែរយើងដែលជាពិសេសអ្នកធ្វើការឲ្យរដ្ឋាភិបាលកម្ពុជាច្រើនជាពិសេសអ្នកដែលគេលើកដំកើងមកបានជាអ្នកនាំពាក្យអីហ្នឹងគឺថាជួភ្លាមព្រោះបានតំណែងហ្នឹងមកឲ្យគេឲ្យយើងជួឲ្យតាដើម្បីនិយាយស្អីទៅប្រទេសផ្ដាស់មិនក៏បានដែរព្រោះអីអាហ្នឹងគឺជាទូនាទីរបស់អ្នកនាំពាក្យតែមិនចឹងបើសិនជាយើងអត់ចេះនិយាយប្រទេសផ្ដាស់អញ្ចឹងប្រហែលជាគេមិនឲ្យយើងធ្វើកិច្ចការអញ្ចឹងជួបានតំណែងហ្នឹងមកហ្នឹងចេះតែប៉ាតណាប៉ាតណីអញ្ចឹងទៅចេះតែនិយាយឲ្យតែពីរោះស្ដាប់ប៉ុន្តែមនុស្សឥឡូវគេមិនមែនចេះតែជឿប្រទេសផ្ដាស់អញ្ចឹងទៀតឯណាគេទៅលន់គាត់ថាគេគុំយូរហើយមិនដឹងថាមានពេលណាហើយដល់ពេលឥឡូវយើងដឹងហើយនៅក្នុងការវិភាគអំពីអានយោបាយឈ្នះឬក៏ស្អីហ្នឹងវិភាគទៅវាមិនអីទេអស់លោកសរសើរអីសរសើរទៅប៉ុន្តែខ្មែរបើចង់និយាយអំពីភាពឈ្នះរបស់ខ្មែរកុំទៅខ្វល់រឿងឈ្នះថៃខ្មែរត្រូវយកឈ្នះខ្មែរគ្នាឯងសិនហើយឈ្នះខ្មែរគ្នាឯងហ្នឹងមិនមែនងើបមួយវាយមួយទេអាហ្នឹងមិនមែនជាជោគជ័យទេដើម្បីឈ្នះឲ្យជាភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ជាតិសាសន៍មួយនេះគឺការធ្វើឲ្យពិភពលោកកោតក្រែងនឹងភាពអស្ចារ្យនៃសាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនៃការស្រឡាញ់ខ្មែរនឹងខ្មែរនៃការមិនចាត់ទុកខ្មែរណាជាសត្រូវនៃការបង្រួមជាតិនៃការមិនចាប់មនុស្សដាក់គុកអ្នកទោសនយោបាយនៃការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៃការរៀបចំឲ្យមានប្រព័ន្ធបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ប្រជាពលរដ្ឋទៅបោះឆ្នោតដោយញញឹមបកណាដែលគេស្រឡាញ់ជាប់បកហ្នឹងហើយរួមគ្នាកសាងជាតិរួមគ្នាមិនមែនអ្នកណារៀងលិចស្លូតិចក្តិចត្រួយជន់ខ្ទេចខ្ទីរំលាយគេចោលធ្វើច្បាប់រំលាយមិនឲ្យគេចូលរួមបោះឆ្នោតចាប់មន្ត្រីគេដាក់គុកទាំងអស់ប្រព័ន្ធផ្សព្វផ្សាយណាឲ្យតែហ៊ាននិយាយរិះគន់រដ្ឋាភិបាលតិចបិទដែងចោលអស់អ្នកណាសរសើររដ្ឋាភិបាលទុកឲ្យច្រើនអញ្ចឹងយើងឈ្នះចិត្តប្រជាពលរដ្ឋគឺដោយសារធ្វើអញ្ចេះមិនមែនឈ្នះតែត្រៀមឈ្នះថៃទេមិនបាច់ទេយើងមិនអាចនឹងឈ្នះពីខ្លួនឯងទៅផងតើយើងមានមុខអីទៅនិយាយប្រាប់រឿងឈ្នះដល់កម្រិតថ្នាក់អន្តរជាតិនោះដូច្នេះអានេះមេដឹកនាំយើងអ្នកនាំពាក្យរដ្ឋាភិបាលអីហ្នឹងរៀនបទពិសោធន៍នេះឡើងវិញហើយកុំជួហួសខ្នាតគេតលន់ហើយអស់លោកហ្នឹងក៏តលន់ខ្លួនឯងដែរខ្ញុំជឿដែរប៉ុន្តែហើយធ្វើអាម៉េចបើអាហ្នឹងគឺជាប្រាក់ខែអាហ្នឹងគឺជាអ្វីដែលខ្លួនឡើងមកដល់តំណែងប៉ុណ្ណឹងគឺដោយសារតែអាការធ្វើអញ្ចឹងប៉ុន្តែឲ្យចេះខ្មាស់ស្អប់ខ្ពើមនឹងអំពើផ្ដេសផ្ដាស់បើយើងចេះស្អប់ខ្ពើមអំពើផ្ដេសផ្ដាស់យើងអត់ធ្វើរឿងផ្ដេសផ្ដាស់ទេប៉ុន្តែយើងដោយសារសាធារណជនទូទៅអាជ័យធ្លាក់ទឹកវាច្រើនពេកអញ្ចឹងធ្វើអីក៏ត្រូវផោមក៏អូបបងប្អូនផោមក៏អូបដោយសារតែអាវប្បធម៌ផោមក៏អូបនឹងឲ្យដែលធ្វើឲ្យយើងនឹងគិតថាស្អីក៏បានវាអត់ស្គាល់អារសជាតិនៃនរុអវជ័យនឹងសោះខ្លួនឯងក៏ស្អប់ខ្លួនឯងដែរនៅពេលដែលយើងខ្លួនឯងដែលគេសរសើរតែខ្លួនឯងផោមក៏អូបនេះតែយើងជឿទេគេថាអ្នកនោះឯងលើកជើងប៉ុន្តែយើងវាពុលនឹងអាផោមក៏អូបខ្លួនឯងនឹងទៅទៀតអញ្ចឹងហើយយើងអត់ព្រមរៀនសូត្រពីបទពិសោធន៍ហ្នឹងម្ដងហើយម្ដងទៀតដល់តែពេលចប់ពីមួយប្រព្រឹត្តអំពើខុសមួយទៀតអារឿងហ្នឹងមិនតាន់ចប់មកចេញអាប្រតិការរឿងយកក្មេងទំនើងមកគេបាត់ណែប្រតិកម្មជំទឹះឥឡូវដូរចោលទៅដំបូងហ្នឹងដោយទាំងលោកសសុខាទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអីហ្នឹងថាកំពុងតែគិតគូរជាផែនការជាអីដល់ចុងក្រោយហ្នឹងមកចេញថាហ្នឹងគំនិតផ្ទាល់ខ្លួនរបស់លោកទេគំនិតផ្ទាល់ខ្លួនរបស់បុគ្គលជាអ្នកនាំពាក្យអត់មានគំនិតខ្លួនឯងទេអ្នកនាំពាក្យគឺនាំពាក្យឲ្យរដ្ឋាភិបាល
បើណាតំពីរដ្ឋាភិបាលគឺនាំពីឲ្យរដ្ឋាភិបាលអ្វីដែលលោកនិយាយហ្នឹងគឺជាអ្វីដែលរដ្ឋាភិបាលនិយាយបើលោកទូចសុខៈជាអ្នកនាំពីឲ្យក្រសួងមហាផ្ទៃអ្វីដែលលោកនិយាយជាសាធារណៈហ្នឹងគឺជាគំនិតរបស់ក្រសួងមហាផ្ទៃហើយដល់មកឥឡូវលោកថាហ្នឹងជាគំនិតផ្ទាល់ខ្លួនវាជាការដោះសារដ៏រាក់កំផែលប៉ុន្តែណាស់ហើយយើងធ្វើតែអញ្ចឹងតាប្រជាពលរដ្ឋគេដឹងកាយៅអស់លោកដែរហ្នឹងព្រោះអីមកនិយាយរឿងប៉ុណ្ណាណៃតាក់តងនឹងប្រទេសជាតិយកក្មេងទំនើងយកមកធ្វើប្រជាការពារស្អីប្រកួតប្រជែងភូមិមួយអីដែលមាននៅស្រុកណាយកជនទំនើងយកមកធ្វើជាអ្នកដែលការពារសុវត្ថិភាពភូមិវាមានដែរនៅអាមេរិកគេមិនមែនអត់សោះឲ្យគេលើកទឹកចិត្តឲ្យអ្នកជាប់គុកជាប់អីយូរឆ្នាំអញ្ចឹងចេញមកហ្នឹងជួយរកការងារឲ្យគាត់ធ្វើប៉ុន្តែមិនដែលមកឲ្យចូលធ្វើប៉ូលីសអីលើកទឹកចិត្តថាណែឯងត្រូវធ្វើពួកក្រុមបងធំបងតូចមកវិញត្រូវតែលើកតម្កើងឲ្យណែឯងធ្វើប៉ូលីសវាអត់ទេគេគ្រាន់តែលើកទឹកចិត្តមនុស្សថាបើប្រព្រឹត្តខុសជាប់ពន្ធនាគារកុំឲ្យរើសអើងគ្នាចេញមកអញ្ចឹងជួយរកការងារឲ្យគាត់ធ្វើទៅដើម្បីឲ្យគ្នាកាយខ្លួនវាអញ្ចឹងប៉ុន្តែមិនដែលយកមកឲ្យដើម្បីធ្វើការងារអីល្អព្រោះអញ្ចឹងលើកទឹកចិត្តឲ្យអ្នកដទៃទៀតប្រព្រឹត្តអំពើផ្ដេសផ្ដាសហ្នឹងដើម្បីបានចូលក្រុមបងធំបងតូចទៅតែគេឲ្យចូលប្រជាការពារឬអីចឹងទៅបានចូលប៉ូលីសបានអីចឹងមនុស្សមិនស្អប់ខ្ពើមអំពើផ្ដេសផ្ដាសឬមួយក៏គិតថាហ្នឹងជាការអនុគ្រោះរបស់រដ្ឋាភិបាលមកយោហើយព្រោះរបៀបអីតាក់លលកស្អីគេនោះគេជេររដ្ឋាភិបាលជេរលោកហ៊ុនសែនអាម៉េចកាយមរាយឪពុកអីមិនក៏ដោយយកមកឲ្យតែអ្នកថាថោកស្បែកជើងអីហ្នឹងយកមកហើយទៅថាហ្នឹងជាការសម្ដោសប្រោះប្រណីវាដូចគ្នានឹងការលើកដំកើងក្រុមប្រជាការពារភូមិមកពីក្រុមបងធំក្មេងទំនើងហ្នឹងអញ្ចឹងដូចយកលលកយកអីហ្នឹងមកចូលមកក្នុងជួររដ្ឋាភិបាលដើម្បីឲ្យមកជួយរដ្ឋាភិបាលគឺអត់ខុសគ្នាអីបន្តិចនៅក្នុងការដែលយកក្រុមក្មេងទំនើងដើម្បីយកមកធ្វើប្រជាការពារហ្នឹងវាគ្រាន់តែរូបភាពផ្សេងគ្នាតែអត្តន័យដូចគ្នាទេវាអត់មានបានប្រយោជន៍អីទេព្រោះមនុស្សដែលធ្លាប់ក្បត់បាក់ខ្លួនឯងហើយទៅជេរមរាយខ្លួនឯងគណៈបកប្រឆាំងជេរមរាយគណៈបកកណ្ដាលអំណាចលោកហ៊ុនសែននិងហ៊ុនម៉ាណែតកាយមរាយឪពុកនឹងរាប់ឆ្នាំមកហើយហ្នឹងរួចទៅឥឡូវមកទៅជាអ្នកល្អលឿនអាចគិតថាអ្នកនោះឯងអត់ដែលធ្វើខុសអីអាហ្នឹងគឺដូចគ្នានឹងក្មេងទំនើងអញ្ចឹងធ្លាប់កាប់ចាក់បរហោះម៉ូតូទៅធ្វើជាប្រជាការពារហ្នឹងដែលទៅមនុស្សញៀនស្រាដកមេរាល់ព្រឹកទៅឲ្យយើងមកផឹកទឹកសុទ្ធដើម្បីទៅសុំសិលព្រលឹមឡើងកាន់ស្រាក់ទៅវត្តវាអត់ទៅរួចអញ្ចឹងបានថាវាមិនអីទេឥឡូវគាត់ព្រមទទួលហើយថាគំនិតហ្នឹងវាចោលមកស៊ីតឬប្រទេសផ្ដាស់វាមិនបានការអីទេប៉ុន្តែវាប៉ះទាំងអស់ឃើញទេតែនិយាយអីមកហ្នឹងគឺថ្នាក់ដឹកនាំមិនមែនចេះថាហាបានស្រេចចិត្តទេកាលមុនថាអីក៏បានដែរប្រជាពលរដ្ឋអនុគ្រោះច្រើនដោយសារប្រក្រាបគេខ្លាំងពេកទេតទៅពេលសម័យនេះប្រជាពលរដ្ឋតលន់អារឿងព្រំដែនកម្ពុជាថៃគឺការបាត់ដីទៅថៃនេះគឺជាពេលណាដែលខ្មែរបាក់មុខជាងគេបំផុតនៅលើលោកយើងដឹងហើយសម័យលង្វែកសម័យអីមកប៉ុន្តែ30-40ឆ្នាំចុងក្រោយមកយើងក៏សាងប្រទេសមកបានប៉ុណ្ណឹងដែរប៉ុន្តែចុងក្រោយដល់ពេលដែលថៃវាយប្រាវគឺយើងមិនអាចនឹងទប់គេបានវាអស់ហើយដូច្នេះយើងបង្កើតស្អីក៏ប្រជាពលរដ្ឋចាប់ផ្ដើមមានការថ្នាំងថ្នាក់ដែរមនុស្សនៅក្នុងគណៈបកកណ្ដាលអំណាចក៏ថ្នាំងថ្នាក់ដែរដូច្នេះអាហ្នឹងហើយដែលធ្វើឲ្យមានបញ្ហាប៉ុន្តែមានបញ្ហាហ្នឹងរឿងមួយបងប្អូនជាការប្រព្រឹត្តកំហុសឆ្គងរបស់មន្ត្រីក្នុងជួរគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលកម្ពុជាអាហ្នឹងវាជាទម្លាប់របស់គាត់ហើយក៏ប៉ុន្តែថ្មីនេះនៅពេលដែលពិភពលោកផ្លេចគិតពីចំនួនព្រំដែនខ្មែរថៃយើងនាំគ្នាកលៃព័ត៌មានយើងខ្ញុំអត់មែនចូលរួមទេយើងនឹងខ្ញុំសម្ដៅខ្មែរយើងគ្រប់និន្នាការនយោបាយមិនដឹងអ្នកណាទេគឺកលៃព័ត៌មានផ្ដេសផ្ដាស់ចែកផ្សាយដើម្បីបំពុលសង្គមប៉ុន្តែបងប្អូននេះជាកំបិតចិត្តដងឯងណាហើយខ្ញុំចង់និយាយថាតើអ្នកណាដែលធ្វើរឿងនេះហើយបើដឹងរឿងហើយឈប់ធ្វើទៅព្រោះអត់បានផលទេឥឡូវចាំមើលខ្ញុំនិយាយរឿង2 3ដែលចុងក្រោយហ្នឹងដែលខ្ញុំថាបងប្អូនយើង share ព័ត៌មានហ្នឹងច្រើនពេកមកឲ្យខ្ញុំជាពិសេសគឺដូចជារូបលោកហ៊ុនសែនឈរជាមួយក្រុមក្មេងទំនើងថាកំពុងតែលើកទឹកចិត្តឲ្យគំនិតដែលយកក្មេងទំនើងយកមកការពារភូមិហ្នឹងហៅក្មេងទំនើងនឹងមកជួបដើម្បីឲ្យអាគំនិតហ្នឹងបានជោគជ័យអីចឹងខ្ញុំជឿថាព័ត៌មានបែបនេះណាបើទោះយើងមិនចូលចិត្តរដ្ឋាភិបាលកាន់អំណាចសពថ្ងៃដោយគណៈបកប្រជាជនប៉ុណ្ណាក៏យើងក៏មិនគួរណាដែលទៅស្រាប់ស្រាលឬក៏សំទោសប្រើពាក្យស្រាប់ស្រាលនឹងវាមិនត្រូវទេដូចថារំជួលចិត្តឬក៏រំភើបខ្លាំងនៅក្នុងការដែលទៅជឿថាព័ត៌មានហ្នឹងគឺជាព័ត៌មានពិតដែរព្រោះព័ត៌មានសុកទៅឃើញរូបហ៊ុនសែនលោកហ៊ុនសែនជាមួយនឹងពួកក្មេងទំនើងកាន់កបិតកាន់កថៅឬអីហ្នឹងហើយថានេះជាក្រុមដែលយកមកសម្ដោសប្រោះប្រណីដើម្បីឲ្យធ្វើជាប្រជាការពារនៅពេលដែលលោកទូចសុខៈហ្នឹងទៅនិយាយប្រហែលថ្ងៃមុនហ្នឹងថាបោះបង់កំណត់នឹងចោលដូច្នេះព័ត៌មានបែបហ្នឹងគឺយើងចាប់ផ្ដើមឃើញភ្លាមថាជាការរៀបចំព័ត៌មានដើម្បីបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកហ៊ុនសែនផងរបស់គណៈបកប្រជាជនកម្ពុជាផងរបស់រដ្ឋាភិបាលផងហើយចាំខ្ញុំបកស្រាយខ្ញុំអត់កាន់ជើងទេខ្ញុំចង់បកស្រាយថាហេតុអីបានមានព័ត៌មានហ្នឹងអាហ្នឹងរឿងព័ត៌មានហ្នឹងមួយក្រៅពីព័ត៌មានហ្នឹងមួយបងប្អូនចែកមកក្នុងបណ្ដាញសង្គម Facebook inbox ខ្ញុំច្រើនមែនតើរឿងអ្នកថតរូបនៅឯលិចទឹកនៅឯតំបន់
បឹងតគួនណាបងប្អូនមានចាំទេនៅពេលដែលលោកហ៊ុនម៉ាណែតចុះពីកប៉ាល់ហោះមកភ្លាមមកដល់ស្រុកខ្មែរពីដំណើរទស្សនកិច្ចមកអឺរ៉ុបមកអាមេរិកអីហ្នឹងរួចទៅមានក្រុមឃោសនិករបស់គណៈបកប្រជាជនគេថាទេវតាប្រទានពរជ័យភ្លៀងមួយមេដើម្បីបង្ហាញអំពីភាពជោគជ័យសេរីសួស្តីជ័យមង្គលបវរមហាប្រសើររបស់ថ្នាក់ដឹកនាំយើងដែលពំនាំនៅជោគជ័យកម្ពុជាដែលគាត់តែចុះភ្លៀងបាក់មិចលិចអស់អាកន្លែងតង់ដែលគ្នាដែលកំពុងអវេទនាស្រាប់ហ្នឹងគឺលិចទឹកផុកត្រឹមជង្គង់អញ្ចឹងទៅក៏មានព័ត៌មានលេចលឺពីរឿងណែថាអាជ្ញាធរចាប់អ្នកដែលថតផ្សាយរឿងលិចទឹកហ្នឹងគឺលាក់អីពុំមានកុំឲ្យផ្សាយពីបញ្ហាអីអញ្ចឹងទៅអាហ្នឹងបើចំពោះខ្ញុំវិញពេលខ្លះយើងឃើញថារដ្ឋាភិបាលកម្ពុជាធ្វើអីដែលយើងមិនដែលនឹកស្មានណាគណៈបកប្រជាជនកម្ពុជាធ្វើអីដែលយើងមិននឹកស្មានតែគាត់អាចធ្វើកើតគឺគាត់ធ្វើអស់ហើយអាហ្នឹងយើងជឿចឹងដែររឿងផ្ដេសផ្ដាស់យ៉ាងណាក៏គាត់ធ្វើបានឧទាហរណ៍ទេបង្កើតឲ្យមានកែរដ្ឋធម្មនុញ្ញអីចឹងទៅដើម្បីរំលាយគណៈបកណាដែលមានប្រជាប្រិយដែលអាចចែងខ្លួនបានហ្នឹងគឺរំលាយអង្គការចាត់តាំងគេចោលរោរឿងគេចឹងទៅកែដល់រដ្ឋធម្មនុញ្ញទៀតឬក៏កែច្បាប់ធ្វើបទដែលថាទំនៀមទម្លាប់កែប័ណ្ណបញ្ញត្តិយ៉ាងណាដើម្បីធ្វើឲ្យប្របាក់ដល់សារព័ត៌មានប្របាក់ដល់អ្នកដែលប្រកួតប្រជែងឬក៏ចាប់សកម្មជនដាក់ពន្ធនាគារទាញច្បាប់ឲ្យយុទ្ធក៏ដូចកស៊ូស្អីញុះញង់មិនញុះញង់អីហ្នឹងអាហ្នឹងយកអត់ប្លែកទេគាត់ធ្វើប្លែកអីហ្នឹងគឺគាត់ធ្វើបានទាំងអស់ឲ្យតែគាត់ចង់គិតធ្វើអីគាត់ធ្វើទៅអាហ្នឹងយើងអត់ឆ្ងល់ទេក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមឃើញគាត់ធ្លាប់ធ្វើប្រទេសផ្ដាស់ធ្វើអីបានស្រេចចិត្តហើយស្រាប់តែពេលយើងគិតថាអ្វីផ្សេងទៀតដែលយើងបង្កើតប្រឌិតព័ត៌មានហ្នឹងគឺពិតជាត្រូវនឹងអ្វីដែលគណៈបកកណ្ដាលអំណាចនឹងរដ្ឋាភិបាលធ្វើខ្ញុំជឿថាកន្លែងហ្នឹងក៏លើសដែរអ្នកណាក៏ដោយខ្ញុំអត់ខ្វល់ថាវាជាការធ្វើគេហៅស្វាស៊ីបាយលៀបមាត់ប្រប៉ែចង់និយាយថាក្រមគណៈបកប្រជាជនកម្ពុជាខ្លួនឯងហ្នឹងអាចនឹងបង្កើតឲ្យមានព័ត៌មានផ្ដេសផ្ដាស់អញ្ចឹងទៅដើម្បីលៀបពណ៌ទៅឲ្យគណៈបកប្រឆាំងដែលថាមានគំនិតផ្ដាច់ផ្ដិលអីអញ្ចឹងទៅឲ្យទម្លាក់កំហុសគ្នាទៅវិញទៅមកឬក៏ក្រុមប្រឆាំងខ្លួនឯងក៏អាចនឹងបង្កើតប្រឌិតព័ត៌មាននឹងដោយសារមិនចូលចិត្តរដ្ឋាភិបាលអីអញ្ចឹងណាវារកទីតំបន់អត់ឃើញស្អីក៏អាចកើតឡើងដែរបងប្អូនម៉ោងនេះស្អីក៏អាចកើតឡើងដែរយើងចោទគណៈបកប្រឆាំងក៏ត្រូវយើងចោទគណៈបកប្រជាជនក៏អត់សូវខុសដែរហើយចាំខ្ញុំបញ្យល់ទៀតអាហ្នឹងរឿងទី2រឿងទី3ថ្មីនេះគឺមានតកតងនឹងការដែលសារចេញពីលោកហ៊ុនសែនប្រធានព្រឹទ្ធសភាហ្នឹងដែលយកអត្ថបទពី Facebook របស់គាត់នឹងមិនដឹងកាត់តមិនដឹងអីហ្នឹងចេញមកថាលោកហ៊ុនសែនកំពុងតែរៀបចំបញ្ជូនកងទ័ពកម្ពុជាយើងនឹងឲ្យទៅជួយអ៊ីរ៉ង់ដើម្បីវាយទប់អ៊ីស្រាអែលនិងអាមេរិកអីណាបងប្អូនពេលខ្លះយើងប្រើ common sense ពាក្យ common sense ហ្នឹងបានន័យថាសុភនិច្ឆ័យគឺបានន័យថាអត់ចាំបាច់រៀនសូត្រអត់ចាំបាច់ចូលសាលាអត់ចាំបាច់ទៅអានព័ត៌មានអីដើម្បីយើងអាចវិនិច្ឆ័យរឿងហ្នឹងបានដែរឧទាហរណ៍ common sense ដែលងាយស្ដាប់បំផុតនិងងាយចាំបំផុតគឺបើយើងអត់ចេះហែលទឹកហើយកន្លែងដែលទឹកហូរនៅមាត់អូរហ្នឹងគឺមានទឹកហូរហើយយើងត្រូវឆ្លងទៅត្រើយមកខាងទៀតតែយើងអត់ចេះហែលទឹកទេតែយើងចង់ទៅត្រើយមកខាងទៀតគ្មានមធ្យោបាយឆ្លងទឹកទេតើស្អីដែលជា common sense បងប្អូនស្អីដែលជាសុភវិនិច្ឆ័យមួយដែលប្រាប់យើងថាយើងមិនចាំបាច់រៀនសូត្រមិនចាំបាច់ទៅសាលាមិនចាំបាច់អីទាំងអស់តែយើងដឹងថាព័ត៌មានហ្នឹងរឿងនេះគឺរឿងដែលយើងត្រូវសម្រេចដោយមិនចាំបាច់សួរយោបល់អ្នកណាគឺការមិនឆ្លងទឹកហ្នឹងហេតុអីបានមិនត្រូវឆ្លងទឹកហ្នឹងព្រោះយើងអត់ចេះហែលទឹកអញ្ចឹងអា common sense ហ្នឹងបានប្រាប់ថាតែចុះទៅលងទឹកស្លាប់ហ៎ព្រោះយើងអត់ចេះហែលទឹកវាមានរឿងអីដែលយើងត្រូវពិចារណាទៀតតិចទៅទឹកហ្នឹងវាអណ្ដែតយើងអញ្ចឹងទៅវាហូរយើងចុះទៅចេះបាត់ទៅយើងតោងគល់ឈើនៅណាវាអត់មានអញ្ចឹងទេអញ្ចឹងឲ្យមានអា common sense ហ្នឹងជួយយើងដើម្បីឲ្យយើងដឹងឧទាហរណ៍ common sense ងាយបំផុតខ្សែភ្លើងដែលមានពីរតែពេលយើងខ្សែភ្លើងតែយើងលូកដៃចូលនៅក្នុងអារុនខ្សែភ្លើងឬក៏ប៉ះអាខ្សែភ្លើងស្រាតដែលបានន័យថាអត់មានអីស្រោបcommon sense របស់យើងមួយគឺអត់ចាំបាច់រៀនសូត្រអត់បាច់ចាំអីទាំងអស់លើកលែងតែកូនក្មេងនៅគ្នាអត់ទាន់ដឹងក្តីទេតែយើងដឹងក្តីហើយត្រូវមាន common sense ហ្នឹងហើយគឺអាសុភវិនិច្ឆ័យយើងដឹងថាតដាក់ចុះឆក់ព្រោះវាខ្សែភ្លើងវានៅស្រាតហើយយើងតដាក់ប៉ះតែវាឆក់ឆ្នាំងបាយដែលដាំហើយធម្មតាតែវាពុះខ្ជួលហើយវាក្តៅតែអញ្ចឹងតែយើងយកដៃទៅកាន់កម្របវាដែលអត់មានយកកសែងពោះគោឬក៏កម្មាអីយកទៅទ្រាប់ដើម្បីបើកកម្របឆ្នាំងឬក៏អីឲ្យស្រួលបួសវាលលាកដៃហ៎អាហ្នឹងជា common sense ទាំងអស់ដូច្នេះបងប្អូនត្រូវចេះអាហ្នឹងមួយដើម្បីអីយើងអត់ដូចថាសុំអីសัตว์ណាក៏វាប្រើ common sense បើទោះបីជាវាប្រើសភាវគតិក៏ដោយសัตว์វាដឹងនៅពេលដែលវាចុះផឹកទឹកគឺវាសម្លឹងមើលវើកនៅក្នុងទឹកព្រោះវាខ្លាចក្រពើវាខ្លាចអីអញ្ចឹងដែរអញ្ចឹងវាប្រើ common sense របស់វាដើម្បីការពារខ្លួនវាតាមបែបធម្មជាតិដែរដូច្នេះវាអត់ពិបាកមើលអញ្ចឹងនៅពេលដែលបងប្អូនមើលភ្លាមស្រាប់តែឃើញព័ត៌មានគេបង្កើតមកស្រាប់ថាលោកហ៊ុនសែនកំពុងតែបដិញ្ញាបញ្ជូនទ័ពខ្មែរយើងទៅជួយវាយទប់ទល់អ៊ីរ៉ាក់អ៊ីរ៉ង់បងប្អូន
ទៅជួយអ៊ីរ៉ង់ដើម្បីវាយអ៊ីស្រាអែលនិងវាយអាមេរិកតើបងប្អូនទៅជឿព័ត៌មាននឹងកើតដែរទេនឹងខ្ញុំពងតែឆ្ងល់បើទោះបីអ្នកណាបង្កើតក៏ដោយយើងដឹងថាគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាធ្វើរឿងផ្ដេសផ្ដាស់ច្រើនណាស់ហួសហេតុច្រើនណាស់ក៏ប៉ុន្តែរឿងអញ្ចឹងតើគាត់ទៅធ្វើកើតទេយើងសួរខ្លួនឯងមកថាគេធ្វើកើតអត់ធ្វើកើតត្រង់ថាយើងធ្លាប់លឺឲ្យលោកហ៊ីងប៊ុនហៀងចង់វាយអាមេរិកអីកាលហ្នឹងហ៎កុំទៅនិយាយរឿងភាពផ្ដេសផ្ដាស់របស់លោកហ៊ីងប៊ុនហៀងអាហ្នឹងគាត់និយាយរបៀបក្មេងបៀមដៃលេងសើចអីអញ្ចឹងទៅយើងនាំគ្នាចំអកគាត់ឆ្អែតឆ្អល់ហើយកុំទៅគិតថាអីណាលោកថាម៉េចអាមេរិកអត់ចាវទេត្រូវវាយដែរយើងសើចគាត់ឆ្អែតហើយបងប្អូនកុំទៅគិតថាភាពផ្ដេសផ្ដាស់របស់គាត់ហ្នឹងមកធ្វើឲ្យយើងនៅតែជឿថារដ្ឋាភិបាលកម្ពុជាហ្នឹងដល់កម្រិតដែលផ្ដេសផ្ដាស់លែងគ្រប់គ្រងបានមិនមែនអញ្ចឹងទេខ្ញុំនិយាយនេះអត់កាន់ជើងរដ្ឋាភិបាលកម្ពុជាទេប៉ុន្តែខ្ញុំសោកស្ដាយដែលមកដល់ម៉ោងនេះយើងធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងវល់រកទិសតំបន់លែងឃើញណាហើយអាសាបែបហ្នឹងខ្ញុំនៅតែគិតថាវាទៅអត់រួចខ្ញុំអត់ទាំងបាច់ទៅអានព័ត៌មានអីបងប្អូនថាច្បាស់មកហ៎ព្រោះលោកហ៊ុនសែនគាត់និយាយអីតែស្រេចចិត្តតែអញ្ចឹងតាជាការពិតហើយគាត់អាចនិយាយស្រេចចិត្តគ្រប់តែរឿងបានប៉ុន្តែរឿងចេះអីនេះវាទៅអត់រួចដូច្នេះឥឡូវវិលមកវិញអ្នកណាបង្កើតព័ត៌មានហ្នឹងអ្នកណាបង្កើតព័ត៌មានឲ្យមានបញ្ហាបែបនេះចម្លើយគឺយ៉ាងសាមញ្ញអត់ដឹងអ្នកណាទេគណៈបកប្រជាជនកម្ពុជាវាយងាប់ 100% ថាពួកក្រុមប្រឆាំងក្រៅប្រទេសជាអ្នកធ្វើ 100% គឺត្រូវតែថាក្រុមប្រឆាំងក្រៅប្រទេសជាអ្នកធ្វើដោយសារអីដោយសារធ្វើអញ្ចឹងទៅបានចំណេញការស្អប់ខ្ពើមរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋកំពុងតែស្អប់ស្រាប់ដូច្នេះបានចំណេញទៅអ្នកណាគឺចំណេញទៅក្រុមតស៊ូមតិក្រៅប្រទេសឬក៏ក្រុមប្រឆាំង logic common sense គឺយើងគិតអញ្ចឹងឯងមិនអញ្ចឹងដូចខ្ញុំនិយាយអាសុភវិនិច្ឆ័យដែលថាទឹកហូរអត់ចេះហែលទឹកអត់ឆ្លងដោយសារតែឆ្លងទៅដឹងឲ្យលងស្លាប់អាហ្នឹងយើងគ្រាន់តែភ្លាមថាបើកំណត់ដែលបង្កើតអញ្ចឹងច្បាស់ហើយមកក្រុមប្រឆាំង 100% វាមិនដែលក្រុមគណៈបកប្រជាជនកម្ពុជាអាណាគេបង្កើតព័ត៌មានផ្ដេសផ្ដាស់អញ្ចឹងដើម្បីឲ្យខូចមុខខូចមាត់គេទេមិនអញ្ចឹងប៉ុន្តែបងប្អូនច្បាស់មកម៉េះតែថាអាហ្នឹងមិនមែនជាការបង្កើតគេហៅថា reverse psychology ពាក្យថា reverse psychology បានន័យថាការប្រើចិត្តសាស្ត្រមួយបែបដើម្បីបន្លាជួសបន្លាខ្ញុំបានធ្លាប់ប្រាប់បងប្អូនឧទាហរណ៍ច្រើនហើយរឿងបន្លាជួសបន្លាហ្នឹងគឺ reverse psychology ចង់និយាយថាបើចង់ឲ្យកូនម្នាក់ខ្ញុំឧទាហរណ៍ម្ដងទៀតថ្មីកូននៅស្រុកអាមេរិកនេះឬក៏នៅស្រុកខ្មែរក៏មានខ្លះដែរគឺនាំគ្នាស្លៀកខោសំយេះអ្នកខ្លះខោហ្នឹងបងប្អូនស្លៀកធ្លាក់ចិត្តដល់ជង្គង់ហើយនៅសុកចិត្តយកដៃកាន់ដើរឆ្លងផ្លូវលើកខោសុកចិត្តកបោបសភៅអីអត់ស្ពាយទេលើកយកដៃរវល់លើកខោព្រោះដោយសារខោហ្នឹងគេធ្វើឲ្យមានខ្សែក្រវ៉ាត់ចងនៅចកេះអីស្រួលបួល design ពីគេមកគឺមានខ្សែក្រវ៉ាត់មានអីតែអត់ទេគេហៅថា style របស់គេគឺស្លៀកសំយេះឲ្យចេញខោទំនាប់ខោ slip ខាងក្នុងមកដើម្បីជា style របស់គេហើយគឺឃើញចឹងហើយបើចាស់ជំនាន់យើងពីដើមជំនាន់យើងខ្ញុំវាអាយុកន្លះសតវត្សដែរចង់និយាយជំនាន់យើងដែរជំនាន់ខ្ញុំអីក៏មិនដែលទៅផ្ដេសផ្ដាស់អីចឹងដែរប៉ុន្តែជំនាន់ហ្នឹងគេធ្វើតែអញ្ចឹងឥឡូវហ្នឹងហើយដល់អញ្ចឹងយើងជាឪពុកម្ដាយឧទាហរណ៍បើកូនខ្ញុំគ្មានកូនធ្វើអញ្ចឹងទេប៉ុន្តែខ្ញុំនិយាយពី reverse psychology ហ្នឹងគឺឪឃើញកូនអញ្ចឹងតើឪធ្វើមិនឪខ្មាស់គេនិយាយប្រាប់កូនមិនក៏ស្ដាប់ដែរកូនណាកូនឯងលើកខោឲ្យខ្ពស់មកឪខ្មាស់គេណាស់មិនអាចធ្លាក់ទៅអញ្ចឹងទេខោគេលើកមកលើហើយចុះបើយើងធ្លាក់ទៅដល់ចិត្តជង្គង់អញ្ចឹងហើយពិបាកដើរពិបាកអីសពបែបយ៉ាងហើយបាញ់ធ្វើអញ្ចឹងកូនឆ្លើយមកវិញថាអាហ្នឹង style របស់គេឲ្យឯងកុំចេះកាលពីសម័យឲ្យឯងសម័យចាស់កំរិលប៉ុន្តែឪថាអាចាស់កំរិលយ៉ាងណាក៏វាមានសុជីវធម៌សិលធម៌ដែរកូនហើយធ្លាក់ទៅអញ្ចឹងវាអាក្រក់ភ្នែកណាឪខ្មាស់គេបើដឹងថាកូនឯងជាកូនឪបើកូនណាក៏វាមិនសូវអីទៅកូនឪវាដូចថាឪជាអាចារ្យហើយកូនធ្លាក់ខោដល់ជង្គង់យ៉ាងនេះប្រាប់យ៉ាងម៉េចក៏អត់បានឯក្មេងឥឡូវពិបាកបដៅអញ្ចឹងឪពុកអាចប្រើគេហៅ reverse psychology ការដែលយកបន្លាជួសបន្លាហ្នឹងគឺធ្វើអីចាំថ្ងៃណាមួយមិត្តភ័ក្តិរបស់កូនយើងហ្នឹងមកលេងផ្ទះយើងឲ្យគាត់រៀបចំពិធីជប់លៀងអីមួយហើយយើងបតនេហ្នឹងគឺយើងស្លៀកខោរបស់យើងហ្នឹងអាឪហ្នឹងគឺយើងស្លៀកខោដាក់ឲ្យត្រឹមជង្គង់ដើរមុខអាមិត្តភ័ក្តិរបស់កូនហ្នឹងឲ្យវាមើលហើយចាំមើលកូនហ្នឹងវាថាម៉េចបើថាឲ្យកូនហ្នឹងអង្គុយចែកគ្នាមើលទៅប្រអួចអញ្ចឹងពងកញ្ចក់ហ្នឹងឃើញអញ្ចឹងយើងដើរទៅសំជេះខោហ្នឹងឲ្យស្រាតដល់ជង្គង់អញ្ចឹងទៅហើយជូតកញ្ចក់ជូតអីនៅមុខហ្នឹងកូនហ្នឹងច្បាស់ជាទៅរករឿងឪឯងហេតុអីមកបំបាក់មុខកូនមកម្លេះមិត្តភ័ក្តិមកលេងពេញផ្ទះហើយខោមិនបានធ្លាក់មកដល់ត្រឹមជង្គង់អញ្ចឹងហេតុអីមិនលើកអានេះដែលជាហៅ reverse psychology បន្លាជួសបន្លាគឺជួសទៅវិញប្រាប់ថាចោះឪប្រាប់កូនឯងយូរហើយតើថាឲ្យលើកអាខោហ្នឹងហេតុអីក៏មិនលើកវារកម្មចិត្តឪមកយោហើយតែមិនស្ដាប់ចុះឥឡូវហេតុអីមកជិះចាប់ឥឡូវធ្វើដូចគ្នាទៅឪលើកកូនឯងក៏លើកដែរចាប់ពីហ្នឹងមកលើកខោទាំងអស់គ្នាអានេះខ្ញុំគ្រាន់ជាឧទាហរណ៍ទេដូចគ្នាវិលមករឿងនេះវិញ reverse psychology គឺការយកបន្លាជួសបន្លាជួនកាល
ជាការធ្វើល្បិចស្វាស៊ីបាយលៀបមាត់ប្រពែដែរហើយខ្ញុំម្ដងទៀតខ្ញុំនិយាយពីយុទ្ធសាស្ត្រខ្ញុំមិនទៅចោទប្រកាន់ថាគណៈបកប្រជាជនបង្កើតព័ត៌មានផ្ដេសផ្ដាស់ប៉ុន្តែស្អីក៏អាចកើតឡើងដែរបងប្អូនស្អីក៏កើតឡើងបានដែរយើងមិនមែនសុកពេលដែលថៃចាប់ផ្ដើមបាញ់យើងផ្លោវយើងដាក់ទម្លាក់គ្រាប់មកដល់ប្រទេសយើងថាបាញ់អាវុធគីមីរករូបអត់បានទៅយកអារូបប្រហោះដែលគេបាច់ថ្នាំពណ៌ផ្កាឈូកពលុតព្រៃនៅរដ្ឋកាលីហ្វ័រញ៉ានេះយកទៅប្រហោះពេញបណ្ដាញសង្គម Facebook ថាថៃបាញ់ថ្នាំពុលហើយដល់ពេលគេមើលទៅកាត់អាវីដេអូសូម្បីតែលោក Richard Rogers ដែលជាមេធាវីអន្តរជាតិក៏លើកអំពីចំណុចខ្សោយរបស់រដ្ឋាភិបាលកម្ពុជាដោយទាំងអ្នកស្រីភរិយារបស់លោកហ៊ុនម៉ាណែតផង share ព័ត៌មានហ្នឹងនៅលើបណ្ដាញសង្គម Facebook របស់គាត់ហើយមន្ត្រីផ្សេងទៀតនៅក្នុងក្រសួងមន្ទីរអីហ្នឹងបានអញ្ចឹង share ឲ្យតែឃើញរូបមួយសន្លឹកហ្នឹង share ដូចគ្នាដល់ពេលចុងក្រោយរូបហ្នឹងវាទៅជាយន្តហោះទម្លាក់ថ្នាំគីមីដើម្បីរំលត់ភ្លើងឆេះព្រៃនៅឯរដ្ឋ California ណាជាអញ្ចឹងឃើញទេអាហ្នឹងហើយដែលចង់និយាយថាជួនកាលធ្វើអញ្ចឹងទៅវាផុងខ្លួនឯងអត់ដឹងខ្លួនហើយអ្នកណាក៏អាចបង្កើតបានដែរខ្ញុំមិននិយាយថាបកប្រឆាំងខ្ញុំមិននិយាយថាបកប្រជាជនកម្ពុជាខ្ញុំនិយាយអ្នកណាក៏ដោយដែលបង្កើតព័ត៌មាននេះគឺជាអ្នកដែលអសិលធម៌អគុណធម៌ហើយផ្ដេសផ្ដាស់ទាំងបកប្រឆាំងទាំងបកកណ្ដាលអំណាចហើយឈប់ទៅព្រោះអ្នកណាក៏ដោយដែលបង្កើតព័ត៌មាននេះនឹងធ្វើឲ្យអន្តរាយដល់ខ្លួនឯងទី1អាចនឹងរលាយដល់គណៈបកប្រឆាំងភាគច្រើនអ្នកដែលបង្កើតព័ត៌មាននេះគឺបတ်ថាមានផលវាយឲ្យរដ្ឋាភិបាលបាក់ដើម្បីប្រាប់ថាភាពផ្ដេសផ្ដាស់ហ្នឹងគឺរដ្ឋាភិបាលតែអញ្ចឹងមែនណាចង់ឲ្យខូចមុខរដ្ឋាភិបាលប៉ុន្តែជាលទ្ធផលគឺនឹងជះដល់គណៈបកប្រឆាំងទៅវិញអ្នកណាក៏ដោយបង្កើតខ្ញុំអត់និយាយថាបកប្រឆាំងបង្កើតឬគណៈបកប្រជាជនបង្កើតទេដំបូងស្ដាប់ទៅគឺគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលអាក្រក់ខ្លាំងប៉ុន្តែយូរបន្តិចទៅដោយសារព័ត៌មាននេះជាការបោកបន្លំវាជាកំបិតចិត្តដងឯងវានឹងរេលមកដល់គណៈបកប្រឆាំងឲ្យបាក់អាពេលចាត់ទុកថាហ្នឹងជារឿងផ្ដេសផ្ដាស់ហើយមនុស្សទូទៅចាប់ផ្ដើមគិតទៀតថាវាមិនដែលគណៈបកប្រជាជនគេបង្កើតអញ្ចឹងដើម្បីធ្វើបាបធ្វើទុកបុកម្នេញលោកហ៊ុនសែនឬក៏រដ្ឋាភិបាលកម្ពុជាព្រោះគេកំពុងតែរងការរិះគន់ស្រាប់អញ្ចឹងច្បាស់ជាក្រុមប្រឆាំងអីអញ្ចឹងវាវិលមកធាក់រកក្រុមបកប្រឆាំងវិញហើយដល់ពេលអញ្ចឹងបើក្រុមប្រឆាំងបង្កើតគឺរំលាយខ្លួនឯងដែរប៉ុន្តែបើក្រុមគណៈបកប្រជាជនកម្ពុជាបង្កើតគឺមកឆាវគឺប្រជាពលរដ្ឋខឹងគណៈបកកណ្ដាលអំណាចមែនប៉ុន្តែជាយូរអង្វែងគឺប៉ះពាល់មកដល់គណៈបកប្រឆាំងវិញឃើញបញ្ហាទៅវិញទៅមកបែបនេះវាអត់ប្រយោជន៍ទេបងប្អូនដូច្នេះឈប់ទៅទាំងអស់គ្នាទាំងអ្នកកាន់គណៈបកណាក៏ដោយខ្ញុំអត់មានទៅខ្វល់ទេសំខាន់កុំឲ្យពុលព័ត៌មានបែបហ្នឹងគឺវាមិនថ្លៃថ្នូរហើយវានឹងជាកំបិតចិត្តដងឯងទាំងគណៈបកទាំងសងខាងប៉ុន្តែអ្នកដែលរងគ្រោះបំផុតនៅក្នុងការបង្កើតព័ត៌មាននេះគឺគណៈបកប្រឆាំងឯងក្នុងរយៈពេលយូរអង្វែងគឺខ្ញុំជឿថាគណៈបកប្រឆាំងនឹងរងបញ្ហាពួកអីប្រឌិតព័ត៌មានប្រជាប្រដ្ឋចាប់ផ្ដើមដឹងហើយប្រជាប្រដ្ឋគិតថាទេមិនដែលគណៈបកប្រជាជនបង្កើតព័ត៌មានអញ្ចឹងឯងវាច្បាស់ជាក្រុមប្រឆាំង You see that ហើយបើសិនជាបានប្រយោជន៍ខូចប្រយោជន៍ក្រុមប្រឆាំងអញ្ចឹងអាមនុស្សគុំវិជាមួយការគិតមួយច្បាស់ថាអញ្ចឹងអាចខាងក្រុមគណៈបកប្រជាជនជាអ្នកបង្កើតអីរដ្ឋាភិបាលគេបង្កើតទៅគេកំបិតគេហៅ reverse psychology អីចឹងបងប្អូនវាអត់ប្រយោជន៍ទេអញ្ចឹងមកខ្ញុំសូមទាំងអស់គ្នាហើយជប់ share ជប់ចែករំលែកជប់អីអារបស់ដែលអត់ពិតប្រកបអត់ច្បាស់លាស់អត់អីហ្នឹងអូរំលងចោលខ្លះទៅបងប្អូនទាំងអស់គ្នាទាំងគណៈបកប្រឆាំងទាំងគណៈបកប្រជាជនកម្ពុជាអីហ្នឹងគឺសុទ្ធតែចូលរួមគ្នានៅក្នុងការបំពុលសង្គមនេះដែរក្នុងន័យថាអ្វីខ្លះអត់ព្រម share អត់ព្រមបោះចោលអត់ប្រើ common sense ខ្លះ share ឲ្យ comment ទៀតជួនកាលមិនទាន់ទាំងបានទាំងស្អីផងគ្រាន់តែឃើញព័ត៌មានភ្លាមជឿ 100% ភ្លាមថាហ្នឹងពិតអញ្ចឹងហើយចាប់ផ្ដើម comment បញ្ចេញយោបល់ឈឺចាប់ខ្លោចសារលាក់នឹងលាក់កុំបងប្អូនកុំធ្វើអញ្ចឹងអីយើងជួយគ្នាណាយើងជួយបន្តិចកុំសួរថាជាតិយើងជួយយើងអីបានបងប្អូនយើងសួរថាយើងទាំងអស់គ្នាជួយអីបានឲ្យជាតិនេះគ្រាន់បើជាងគេបន្តិចទៅបងប្អូនឯងព្រោះសម័យឥឡូវខ្ញុំដឹងហើយព័ត៌មានវាវល់ខ្លាំងមែនតើហើយខ្ញុំម្នាក់ឯងដោយអាការទប់កញ្ជ្រួចវងដែលបាញ់ពេញផ្ទៃអាកាសនៅក្នុងអេរ៉ង់អញ្ចឹងគឺវាទប់អត់ឈ្នះទេដូច្នេះត្រូវការឲ្យយើងទាំងអស់គ្នាជួយគ្នាអាណាត្រូវលុបចោលអាណាសួរខ្លួនឯង 4-5 សារសិនឲ្យមានសំណួរឲ្យច្រើនតិចមើលបងប្អូនឲ្យចេះជាអ្នកកសែតខ្លះមើលខ្ញុំប្រាប់ skill អ្នកកសែតជាប្រជាពលរដ្ឋធម្មតាក៏ខ្លាចជាអ្នកកសែតបានដែរមុននឹងជឿអីបងប្អូនត្រូវមានសំណួរ5ដែលត្រូវសួរទី1ហេតុអីបានមានរឿងនឹងកើតឡើងណាទី2មិនបានវាកើតឡើងនៅទីតាំងណាអ្នកណាជាអ្នកបង្កើតដោយរបៀបណាអីចឹងទៅ 4-5 សំណួរនឹងសួរមានប្រភពច្បាស់លាស់ដែរឬទេតើមានបានទៅផ្ទៀងផ្ទាត់ទៅឃើញឧទាហរណ៍ថាបើឃើញគេហទំព័ររបស់លោកហ៊ុនសែនឬ Facebook អីចូលទៅមើល Facebook គាត់មើលថ្ងៃប្រហែលថ្ងៃហ្នឹងចុងក្រោយមានតែសេអញ្ចឹងអត់ឬក៏មានផ្សាយអញ្ចឹងអត់ឬដោយសារអីអញ្ចឹងទៅឧទាហរណ៍ណាខ្ញុំគ្រាន់តែឲ្យជួយគ្នាអញ្ចឹងទៅវាកន្លែងខ្លះយើងមិនផ្ទៀងផ្ទាត់អស់ហើយប៉ុន្តែបើយើងរកអាហ្នឹងអត់ឃើញហើយអត់ច្បាស់កុំអាល share កុំអាល comment ទុកវាចោលសិនទៅវាមិនមែនបាន like share អីហ្នឹងអត់មួយថ្ងៃហ្នឹងវាស្លាប់ទេបងប្អូនណាខ្ញុំសូមខន្តីបិទបាតកន្លែងហ្នឹង
ទាំងអស់គ្នាទាំងគណៈបកប្រជាជនកម្ពុជាទាំងក្រុមគណៈបកប្រឆាំងហ្នឹងក៏ដូចគ្នាដែរព្រោះម៉ោងនេះអត់មានម៉ោងត្រូវលៀបពណ៌ព័ត៌មានអីទៀតទេបានហើយកម្ពុជាកាលមកដល់ម៉ោងនេះគឺយើងត្រូវទទួលស្គាល់ការពិតមួយគឺថៃឆ្លៀនពៀនដែនអធិបតេយ្យយើងតដៃគេអត់បានហើយយើងមិនប្តឹងទៅតុលាការអន្តរជាតិហើយយើងចាប់ផ្ដើមបង្កើតព្រឹត្តិការណ៍អីផ្សេងដែលប្រជាពលរដ្ឋថ្នាក់ដូចសុកមានអារឿងកម្មវិធីពិធីសង្ក្រាន្តអង្គរអីតែមិនមែនតែដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីទំនៀមទម្លាប់អីប៉ុន្តែក្នុងពេលហ្នឹងប្រជាពលរដ្ឋរៀងដូចថាទើសចិត្តតិចសបាយកំសាន្តអីវាមិនកើតប៉ុន្តែគេធ្វើចឹងតែរាល់ឆ្នាំតែវាចែកដល់ហ្នឹងអកុសលអាឆ្នាំហ្នឹងគឺប្រជាពលរដ្ឋហាក់បីដូចចង់ការកាន់ទុកឬក៏នាំគ្នាសង្រួមចិត្តដើម្បីធ្វើយ៉ាងម៉េចទាដីថៃដែលដីថៃយកយើងបាក់មកវិញយកពីយើងតែដដើមពីយើងយកពីថៃមកវិញឲ្យបានអញ្ចឹងណាដូច្នេះអ្នកធ្វើនយោបាយក៏គួរយល់ចិត្តប្រជាពលរដ្ឋដែរយើងធ្វើនយោបាយដើម្បីប្រជាពលរដ្ឋមិនមែនដើម្បីអស់លោកតែមួយក្រុមអីអញ្ចឹងទេកន្លែងខ្លះត្រូវទុកចោលត្រូវពជាត្រូវអីចប់បនអំទូបនអីធ្លាប់ពជារាល់ដងហ្នឹងខានមួយឆ្នាំពីរឆ្នាំដោយសារបញ្ហានេះបញ្ហានោះយើងអាចខានបានហើយប៉ុនហ្នឹងតែប្រព្រឹត្តបើអត់ធ្វើសង្ក្រានមួយឆ្នាំក៏ដល់កម្ពុជាសង្ក្រានបាត់ប៉ុនចូលឆ្នាំខ្មែរអីទេវាអត់ទេឲ្យប្រជាពលរដ្ឋធ្វើធម្មតាតាមប្រពៃនេះក៏នៅតែធ្វើកើតតែបើយើងដឹងអាពេលនេះពិបាកអញ្ចឹងយើងតាមស្ដាប់ប្រជាពលរដ្ឋខ្លះទៅហើយកុំថាប្រព្រឹត្តបំពេញអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋឬគិតថាក្រុមប្រឆាំងនេះដែលតវ៉ាក្រុមប្រជាពលរដ្ឋសាមញ្ញក៏យល់ដែរព្រោះសបាយក្អាកក្អាយរំវងរំរែកអីហ្នឹងវារកម្មចិត្តដែរយើងថាចង់អត់ឲ្យរំរែកនឹងមកជីវិតមិនមែនបើថៃអត់ឲ្យដីយើង100ឆ្នាំទៀតគឺយើងនៅតែការទុក100ឆ្នាំទៀតវាមិនមែនអញ្ចឹងទេយើងធ្វើទៅគេហៅថាឲ្យវាមានកដាលវាល្មមអញ្ចឹងណាយើងធ្វើទៅក៏យើងមើលទៅថាបើគេកំពុងនិយមស្រោចសោកនៅកន្លែងបុណ្យសពអីតែយើងទៅកំ pl ែងក្អាកក្អាយរំច្រៀងចាក់ធុងបាសអីហ្នឹងគឺថាវាមិនសមដែរចាំដល់ពេលផុត7ថ្ងៃផុត100ថ្ងៃហ្នឹងទៅជួនកាលលួចចាក់បន្តិចបន្តួចអីទៅសបាយឡើងវិញទៅវាមិនអីទេប៉ុន្តែអាពេលគេកំពុងកាន់ទុកអញ្ចឹងវាអត់សមអាហ្នឹង common sense ទេបងប្អូនសុភវិនិច្ឆ័យដែលយើងគិតថាមិនសមទេយើងដឹងថាមនុស្សយើងគឺថាដឹកនាំចេះហើយប៉ុន្តែបងប្អូនបង្កើតព្រឹត្តិការណ៍បន្លប់ព្រឹត្តិការណ៍គំនូរផ្ទាំងសិល្បៈដើម្បីសន្តិភាពល្អណាស់យើងមើលឃើញភាពឈឺចាប់ទុកសោករបស់កម្ពុជាឲ្យពិភពលោកបានដឹងកូនខ្មែរបានដឹងគ្មានពិភពលោកណាអត់បានដឹងពីចំនួនព្រំដែនខ្មែរថៃទេម៉ោងនេះអត់មាននរណាអត់ដឹងទេប៉ុន្តែគេមិនយកចិត្តទុកដាក់មិនមែនដោយសារតែយើងអត់បានធ្វើគំនូរធ្វើផ្ទាំងគំនូរធ្វើអីហ្នឹងឲ្យគេអត់យកចិត្តទុកដាក់មិនមែនអញ្ចឹងទេរបៀបដឹកនាំរដ្ឋយើងធ្វើឲ្យគេអត់យកចិត្តទុកដាក់យើងទេដោយសារតែយើងបំផ្លាញប្រជាធិបតេយ្យដោយសារអំពើពុករលួយដោយសារនីតិរដ្ឋដោយសារអីយើងបាត់តារាងរាល់ឆ្នាំហើយយើងកំតិចគ្នាឯងរាល់ឆ្នាំយើងទៅអែបចិនយើងជេររាយអាមេរិករឿងស្អប់អាមេរិកស្អប់ស្អី EU ដាក់ទណ្ឌកម្មក៏យើងមិនឈឺក្បាលដែរ 20% ចង់ឲ្យគេដក100អីចឹងទៅដល់ពេលមុននឹងសង្គ្រាមថៃកើតឡើងនឹងយើងត្រូវបញ្ចេញខ្សែអាត់សម្លេងជាមួយអ្នកស្រីបថងឋានដែលជានាយករដ្ឋមន្ត្រីឲ្យគេអស់តំណែងជានាយករដ្ឋមន្ត្រីដោយសារជាអ្នកដឹកនាំប្រទេសយើងមួយទៅធ្វើឲ្យនាយករដ្ឋមន្ត្រីមួយអស់តំណែងបងប្អូនសាកគិតមើលតើសហគមន៍អន្តរជាតិគេគិតថាសិលធម៌របស់យើងនឹងខ្សោយប៉ុណ្ណាមិនមែនដោយសារផ្ទាំងគំនូរនឹងទេបងប្អូនគិតថាឈឺចាប់វាត្រូវប៉ុន្តែជួនកាលជាការបង្កើតព្រឹត្តិការណ៍នឹងដើម្បីឲ្យបងប្អូនឃើញថាគាត់រវល់ឥឡូវរវល់ទៀតហើយនេះចុះទៅយកក្រុមអនុព័ន្ធយោធាចុះទៅមើលប្រាសាទព្រះវិហារក្រសួងការពារជាតិចុះទៅទៀតហើយម្សិលមិញមួយថ្ងៃបឹងតគួនទៅមើលបលាលុះហើយកុងតឺន័របានប្រយោជន៍អីខ្ញុំសុំទោសខ្ញុំនិយាយនេះវាហាក់បីដូចជាចូលតួនឹងខ្លាំងពេកនៅក្នុងអ្វីដែលរដ្ឋាភិបាលគេខំប្រឹងធ្វើមកកណោហើយយើងទៅនិយាយថាអត់ប្រយោជន៍អីតើឲ្យគេធ្វើអីចឹងខ្ញុំថាមិនខាត់ទេប្រមូលផោះតាង9ខែ8 9ខែប្រមូលអត់គ្រប់ទេអញ្ចឹងផោះតាងនឹងយកមកប្រមាណទៀតឥឡូវហ្នឹងតើវាស្អីទៀតបើកុងតឺន័រនៅតែហ្នឹងបលាលុះនៅតែហ្នឹងយើងទៅហ្នឹងស្អែកក៏នៅតែហ្នឹងខាន់ស្អែកក៏នៅតែហ្នឹងដែរប្រាសាទព្រះវិហារគេវាយខ្ទេចខ្ទីអស់គឺថតរូបផ្សាយរហូតដល់សរសេរលិខិតទៅ UNESCO អីហ្នឹងគឺយើងធ្វើអស់ហើយយកអនុព័ន្ធយោធាបរទេសហ្នឹងទៅបានផលអីមើលយើងចង់សួរគឺបានតែទៅឈឺចាប់ហើយទៅកត់ត្រាស្រីគេក្លាហានគេបានរូបបងស្រីដូចនៅល្អងបានត្រឹមរូបថតរឿងវាមិនមែនចុះទៅតែមើលទីតាំងនឹងទេមិនបាច់អនុព័ន្ធយោធាបរទេសទៅក៏ទីតាំងហ្នឹងគឺគេថតផ្សាយពេញពិភពលោកហើយសំខាន់បំផុតហេតុអីក៏មិនដាក់ប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិបើផុសតាំងប្រមូលឬមួយក៏គិតថាតើថាអនុព័ន្ធយោធាទាំងអស់ហ្នឹងដែលជាក្រុមសង្កេតការអាស៊ានតើរង្វល់អំពុលទុកពួកគាត់ប្រមាណខែប្រមាណឆ្នាំឲ្យគាត់ទៅតាមយើងរាល់ថ្ងៃអញ្ចឹងទៀតតើអស់ធនធានយើងប្រមាណទៀតត្រូវជួលសន្តិសុខត្រូវជួលលុយចាក់សាំងត្រូវអីឲ្យដើរទៅត្រុកអញ្ចឹងរាល់ថ្ងៃរាល់តែខែអញ្ចឹងទៀតតើយើងត្រូវចំណាយអាហ្នឹងប្រមាណទៀតនៅពេលដែលយើងគិតថារឿងដែលត្រឹមត្រូវគឺប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិដោយអត់ត្រូវការជំនួយអនុព័ន្ធយោធាអត់ត្រូវការជំនួយអ្នកសង្កេតការអាស៊ានអីសំបីតែបន្តិចចំពោះខ្ញុំមកដល់ម៉ោងនេះអ្នកសង្កេតការអាស៊ាននិងអនុព័ន្ធយោធាបរទេសនេះតម្លៃនៅក្នុងការជួយឲ្យកម្ពុជាបានដីមកពីថៃវិញគឺស្មើនឹង0អត់ដែលបានជួយអីទេជួយបានឲ្យបង្ក្រប់កិច្ច
កុំឲ្យថាងមានបត់ឈប់បាញ់មកហើយអ្នកសង្កេតការនឹងអត់មកសង្កេតការនៅក្នុងដីខ្មែរហ្នឹងអាកុងតឺន័រដែលគេដាក់មកហ្នឹងមានដែលទៅរើបន្លាលួអ្នកសង្កេតការហ្នឹងមានដែលទៅតតាំងជាមួយអាជ្ញាធរថៃបានម្ដងនៅថាណែរុញទៅវិញឬក៏ចូលទៅក្នុងអាដីដែនដីដែលខ្មែររបស់ខ្មែរហ្នឹងចូលទៅលុកលុយទៅដើម្បីឲ្យវាមានការតវ៉ាពីថៃអីមកអីរុញទៅរុញមកអីយើងថាមិនចង់ឲ្យមានចំនួនប៉ុន្តែអាហ្នឹងយើងទៅបានប្រយោជន៍អីទៅឈរថតពីចង្ងាយថៃគេនៅឈរទៅហ៊ានគេនៅហ្នឹងគេមានតែឈឺក្បាលអីនឹងយើងទៅថតរូបថតប្រមាណកាឆេទៀតក៏អត់ប្រយោជន៍ដែរព្រោះដោយសារអីដោយសាររឿងគឺតាក់ទងនឹងកិច្ចការច្បាប់មិនមែនតាក់ទងនឹងការទស្សនាដូចទៅមើលកុនទេយើងទៅមើលកុនតើយើងបានប្រយោជន៍អីដល់ពេលដែលកុនហ្នឹងយកទៅជាឯកសារអីវាបានអត់ទេសាកសីរស់គឺនៅពេលដែលផ្ទុះក្របក្ដុងនោះសាកព័ត៌មានជាក់ស្ដែងគឺមានអស់ហើយកុងតឺន័រហ្នឹងគេដាក់អញ្ចឹងហើយគឺគេថតឲ្យអស់យើងគឺត្រូវដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិខ្ញុំនៅតែលើកទឹកចិត្តថាអ្វីដែលធ្វើនេះគឺជាការស្អំចិត្តប្រជាពលរដ្ឋឲ្យប្រាប់ថារដ្ឋាភិបាលអត់ដែលទនេដៃទេគេរវល់ណាស់រដ្ឋាភិបាលគេមិនទនេដៃទេបងប្អូនគេរវល់ណាស់គឺគេធ្វើមួយថ្ងៃអត់មានសម្រាប់ដៃទេគឺដោយសារអីដោយសារគេចង់ប្រឡប់ស្អំចិត្តប្រជាពលរដ្ឋថាគេអត់ទនេដៃប៉ុន្តែអាការធ្វើណាស់ហ្នឹងមិនមែនធ្វើត្រូវរឿងទេធ្វើត្រូវរឿងគឺធ្វើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិតែអាហ្នឹងស្ងាត់ឈឹងបង្កើតផ្ទាំងគំនូបង្កើតស្អីចឹងព្រឹត្តិការណ៍អីផ្សេងទៀតល្អហើយបុណ្យសង្ក្រាន្តបុណ្យចូលឆ្នាំអីធ្វើទៅក៏ប៉ុន្តែសូមដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិផងឥឡូវពិភពលោកគេអត់មានបានខ្វល់យើងទេឥឡូវអីរ៉ង់នេះចេះទៀតមិនបាច់ហើយយើងមើលសារអាស៊ានវិញរកកំផែលសាររបស់អាស៊ានដែលប្រធានអាស៊ានហ្វីលីពីនកាន់ជាម្ចាស់ផ្ទះនេះណាប្រធានបដូវវេននេះណាចេញពីថ្ងៃ4ខែមីនាគឺយើងតាមដានស្ថានភាពនៅអ៊ីរ៉ាក់អ៊ីរ៉ង់នៅអ៊ីរ៉ង់នេះគឺយ៉ាងយកចិត្តទុកដាក់កង្វល់យើងមានច្រើនណាស់យើងឃើញការទម្លាក់គ្រាប់ទៅវិញទៅមកលាក់នឹងលាក់អីចឹងយើងនៅតែស្នើឲ្យភាគីទាំងសក់ទាំងអស់គោរពធម្មនុញ្ញអង្គការសហប្រជាជាតិគោរពច្បាប់អន្តរជាតិលាក់នឹងលាក់ដោះស្រាយចំនួនដោយសន្តិវិធីអត់មានថ្កោលទោសប្រទេសណាមួយសោះហ្មងបើអាស៊ានក្លាហានណាថ្កោលទោសអាមេរិកមិនត្រូវឬក៏អ៊ីស្រាអែលទៅវាគ្រាន់តែនិយាយអង្គការសហប្រជាជាតិគេប្រប៉ុណ្ណាណៃអង់តូនីយ៉ូហ្គីតារ៉េសគេអត់ខ្លាចសោះគេថ្កោលទោសអំពើឈ្លានពានទម្លាក់គ្រាប់លើដែនអធិបតេយ្យហើយចាំយើងនិយាយមកវិញថាអាទង្វើឈ្លានពានដែនអធិបតេយ្យនេះយើងថ្កោលទោសសិនណាហើយចាំស្អំចិត្តវិញថាយ៉ាងណាក៏លើកទឹកចិត្តឲ្យអ៊ីរ៉ង់នឹងអនុវត្តអត់ធ្មត់អីអញ្ចឹងទៅហើយដូចថារឿងអាវុធបរមាណូអីហ្នឹងកាត់បន្ថយកាត់អីទៅកុំឲ្យមានអរិភាពអីអញ្ចឹងទៅវាសមអត់មានតែប៉ុណ្្នឹងឯងហើយចឹងបានប្រយោជន៍អីខ្មែរយើងក៏គ្មានសង្ឃឹមអីដែរព្រោះគេបើគេចាក់ខ្សែអញ្ចឹងអស់ហើយបាទឥឡូវនេះគឺព័ត៌មានវាច្រើនទៀតហើយបងប្អូនខ្ញុំក៏តែផ្អែមបន្លែដោយសារវាយ៉ាប់មែនតើដោយសាររឿងយើងឃើញតែព្រឹត្តិការណ៍កើតឡើងច្រើនតែអត់មានដំណោះស្រាយអីសោះកាយសម្រាមមកដាក់កាន់តែច្រើនទៅឲ្យគ្នានេះវេទនាហើយឥឡូវកម្មកររោងចក្រកាត់ដេរបញ្ហាប្រេងកាតបញ្ហាជីវភាពតើអ្នកណាដោះស្រាយកម្ពុជាអត់បានត្រៀមខ្លួនទេណាបងប្អូនតើអ្នកណាដោះស្រាយបំណុលរោងចក្រកាត់ដេរទៅពាក់គេ 99% ឥឡូវប្រេងសាំងប្រេងកាតតើយើងបានប្រេងកាតឯណាប្រេងសាំងឯណាមកទប់នៅពេលដែលមានបញ្ហាឧទាហរណ៍តើយើងដែលបានមានលុយឯណាបើយើងជពាក់គេរុំសួតម៉ែឪរកតែអង្គបាយ3ពេលអត់បានហើយឥឡូវស្រាប់តែត្រូវអង្គក៏អត់អីក៏អត់ទៀតតើយើងធ្វើយ៉ាងម៉េចរឿងគឺត្រូវរកអាវិធីទប់អញ្ចឹងដល់ពេលតែអញ្ចឹងទៅយើងទៅបង្កើតព្រឹត្តិការណ៍អីណាផ្សេងតែគ្រប់រឿងអញ្ចឹងទៀតហើយឥឡូវយើងដឹងថាបញ្ហាគឺបើយើងបកកែអញ្ចេះវិញបកកែខាងបង្ក្រាបគ្នាឯងអាជ្ញាធរក្រុងភ្នំពេញពុំមានចាត់ការអ្នកណាហ៊ានប្រពៃទិវាសិទ្ធិនារីនៅទីលានប្រជាធិបតេយ្យអញ្ចឹងវិញនឹងខាងក្រសួងសាលាក្រុងលោកសុកពេញវុឌ្ឍនឹងគេចេញស្អីសេចក្តីប្រកាសព័ត៌មានរបស់សាលាក្រុងថ្ងៃ4ខែមីនាហ្នឹងប្រាប់ផ្ដាំទៅអ្នកស្រីយ៉ាងសុភ័ណ្ឌឬក៏ក្រុមសហជីពដែលចង់រៀបចំទិវាសិទ្ធិនារីនៅទីលានប្រជាធិបតេយ្យប្រហែលគ្នា500នាក់រួចចុះគ្រាន់តែបញ្ចេញសិទ្ធិរបស់ខ្លួនទិវាសិទ្ធិនារីអន្តរជាតិសោះហេតុអីក៏ធ្វើមិនបាននៅទីលានប្រជាធិបតេយ្យនេះខ្ញុំកំពុងតែឆ្ងល់ប៉ុន្តែអាជ្ញាធរអត់និយាយពីហេតុផលថាមិនឲ្យធ្វើទេគឺថាអ្នកណាតែធ្វើគឺមានបញ្ហាទទួលខុសត្រូវគឺបានន័យថាអាជ្ញាធរបង្ក្រាបអញ្ចឹងធ្វើឲ្យគ្នាបាក់បបខ្លាប់ខ្លាយទៀតទេព្រោះអាជ្ញាធរអូលោកសុកពេញវុឌ្ឍទេអូក្រុមគាត់នឹងបង្ក្រាបសាហាវណាអញ្ចឹងទៅប្រជាពលរដ្ឋទៅទៀតអញ្ចឹងយើងបង្ក្រាបអញ្ចឹងយើងអត់មានដំណោះស្រាយអីច្រើនប៉ុន្តែអាជ្ញាធរក៏អាចយកឱកាសនេះថាប្រជាពលរដ្ឋកំពុងតែថ្នាក់ច្រើនហើយជាមួយរដ្ឋាភិបាលអីអញ្ចឹងទៅអាការដែលអសន្តិសុខនោះវាកើតឡើងគ្រប់ពេលព្រោះផ្កាភ្លើងតែមួយប៉ិនភ្នែកមាត់នោះវាអាចឆេះកាល់លេបានអញ្ចឹងអាជ្ញាធរនឹងគឺយកឱកាសហ្នឹងចេះតែបង្ក្រាបអីអញ្ចឹងទៅការពារប្រសើរជាងព្យាបាលអីអញ្ចឹងទៅប៉ុន្តែបងប្អូនអានេះគឺជាប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋយើងតទៅទៀតហើយការប្រមាននេះខ្ញុំក៏មិនជាប្លែកចិត្តអីដែរព្រោះទីលានប្រជាធិបតេយ្យហ្នឹងគេមិនចង់ឲ្យធ្វើអីតាំងពីរំលាយគណៈបកសង្គ្រោះជាតិធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យរាប់ខែនោះកាលមុននោះឥឡូវនេះគឺ
ចូលដល់សាលាធរឯនោះវិញតម្កល់សាលក្រមផ្ដំទាទោសកញ្ញានួនទឿនកញ្ញានួនទឿននេះគឺអាភ័ព្វមែនតើទៅដល់ប្រទេសម៉ាឡេហើយនឹងគេចាប់ក៏បួចបញ្ជូនមកវិញអាញាធរម៉ាឡេនឹងក៏លេបចូលដែរចេះតែបញ្ជូនមកលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងជាមេដឹកនាំបកប្រឆាំងដែលគេចាប់ដាក់គុកធ្វើទុកបុកម្នេញយ៉ាងសម្បើមដល់ចុងក្រោយបញ្ជូននួនទឿននឹងឲ្យគេរិះគន់ពេញទឹកពេញដីឲ្យមកអួតថាខ្លួនឯងជួយផ្សះផ្សាស្អីណាបានអញ្ចឹងមិនថាចាប់ដែរតែឥឡូវនួនទឿនហ្នឹងគឺគេចាប់មកបញ្ជូនមកដល់សាលាធរសុំនៅក្រៅឃុំក៏អត់សាលាធរហ្នឹងប្រកាសសាលដីកាតម្កល់សាលក្រមផ្ដន្ទាទោសរបស់សាលាដំបងឲ្យនួនទឿនហ្នឹងនៅជាប់គុកនួនទឿនគឺជាស្ត្រីម្នាក់ដែលធ្វើការនៅប្រទេសម៉ាឡេអានេះគឺជាសេចក្តីរាយការណ៍របស់អង្គការលីកាដូទេនឹងក្រោយមកត្រូវចាប់ខ្លួនបញ្ជូនមកប្រទេសកម្ពុជាវិញចុងឆ្នាំ2024តាមសំណើរបស់អាជ្ញាធរកម្ពុជាដោយសារតែកញ្ញាបង្ហោះសារលើបណ្ដាញសង្គម Facebook រិះគន់រដ្ឋាភិបាលកម្ពុជាចោទពីបទញុះញង់ជាប់គុកអាចដល់ទៅ2ឆ្នាំអីចឹងទៅឥឡូវនៅមន្ទីរមណ្ឌលអប់រំកែប្រែពីបាទកម្មចិត្តឥឡូវបាទអស់ព័ត៌មានជាតិប៉ុណ្ណេះឥឡូវចូលដល់ព័ត៌មានអន្តរជាតិម្ដងព័ត៌មានជាតិនៅតាក់ទងនឹងរឿងខ្ញុំថានឹងយកអ្នកច្បាប់រំលឹករដ្ឋាភិបាលកម្ពុជាឲ្យស្ដារនីតិរដ្ឋដើម្បីស្ដារទំនុកចិត្តវិនិយោគិនឡើងវិញនេះតាមពិតរឿងនេះគឺជារឿងដែលគួរតែបកស្រាយឲ្យបានវែងឆ្ងាយតែពេលវេលាខ្លីខ្ញុំប្រហែលជាមិនអាចក្តាប់ព័ត៌មាននេះទេថ្ងៃនេះខ្ញុំមានឃើញអត្ថបទមួយរបស់លោកឡុងបញ្ញវុฒิដែលមេធាវីឯកជនទេមេធាវីឯករាជ្យរបស់ក្រុមមេធាវីរបស់គាត់ PANN ហ្នឹងហើយនឹង associate ហ្នឹងគាត់បង្ហោះសារនៅលើបណ្ដាញសង្គមឬក៏សារព័ត៌មានភ្នំពេញប៉ុន្តែគាត់ share អត្ថបទហ្នឹងឲ្យខ្ញុំមើលដែរគាត់និយាយអំពីការដាស់តឿនក្រានរំលឹករដ្ឋាភិបាលកម្ពុជាឲ្យស្ដារនីតិរដ្ឋឡើងវិញទៅស្ដារទំនុកចិត្តរបស់អតិថិជនឬក៏វិនិយោគិនបរទេសអីចឹងណានៅកម្ពុជាខ្ញុំថានេះអត្ថបទរបស់លោកមានខ្លឹមសារលម្អិតល្អមែនតើសមជាបញ្ញវន្តមែនតើណាប្រហែលវាស្របទៅនឹងលោកហ៊ុនម៉ាណែតទៅប្រកាសនៅទៀតប្រហែលថ្ងៃនេះថានឹងបដិញ្ញាលុបបំបត្តិអមជ្ឈមណ្ឌលឆបោកអនឡាញហ្នឹងឲ្យខ្ទេចខ្ទីអស់ត្រឹមខែមេសាអញ្ចឹងបងប្អូនការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលធំណាសូមសរសើរលោកហ៊ុនម៉ាណែតបដិញ្ញាប៉ុន្តែដោយអ្វីដែលលោកឡុងបញ្ញវុฒิនិយាយចឹងបញ្ហានៅកម្ពុជាគឺនីតិរដ្ឋហើយអ្នកច្បាប់រូបនេះនិយាយលម្អិតអំពីបញ្ហានីតិរដ្ឋដែលមើលទៅគួរឲ្យជក់ចិត្តពីបញ្ហាស្ថាប័នយើងបញ្ហាពុករលួយបញ្ហាស្អីហើយខ្ញុំថាលោកឡុងបញ្ញវុฒิមិនមែនជាមនុស្សទី1ដែលនិយាយពីបញ្ហានីតិរដ្ឋទេនីតិរដ្ឋកម្ពុជារបស់យើងគឺធ្លាក់នៅបាតតារាងរាប់ឆ្នាំហើយអង្គការគម្រោងយុត្តិធម៌ពិភពលោក World Justice Project ហ្នឹងគឺគេរកឃើញចឹងបាតតារាងនីតិរដ្ឋយើងតែយកដែរកែទេហើយចាំមកឥឡូវមកកែឥឡូវយើងកែទៅឯណាបងប្អូនចំពោះខ្ញុំសរសើរព្រោះលោកឡុងបញ្ញវុฒิគាត់សរសើររដ្ឋាភិបាលច្រើនដែរថាខំប្រឹងធ្វើច្រើនណាប៉ុន្តែនៅរឿងច្រើនទៀតដែលត្រូវធ្វើគឺស្ដារនីតិរដ្ឋទៅហើយការស្ដារនីតិរដ្ឋនេះបើចំពោះខ្ញុំវិញណាគឺត្រូវការឆន្ទៈនយោបាយខ្ញុំថាមិនមែនលោកឡុងបញ្ញវុฒิនិយាយមកហ្នឹងមន្ត្រីរដ្ឋាភិបាលអត់ដឹងទេមន្ត្រីរដ្ឋាភិបាលកម្ពុជាដឹងទាំងអស់ក៏ប៉ុន្តែមិនធ្វើដោយសារតែបញ្ហានយោបាយក៏គ្រុកក៏ក្រិចដូច្នេះទៅចេះតែធ្វើទៅកំចាយគ្នាឯងគ្មានតលយៈភាពអំណាចគ្មានសិទ្ធិមនុស្សប្រជាធិបតេយ្យត្រឹមត្រូវអញ្ចឹងជំងឺនេះវារ៉ាំរ៉ៃដល់ដំណាក់កាលមហារីកដំណាក់កាលទី4ហើយមានតែអូសទៅប្រឆាទេយកទៅដុតចោលទេព្រោះអីវាអត់អាចទៅកែបានអីបើលោកហ៊ុនម៉ាណែតកែបានចំនួនឪពុកគាត់30 40ឆ្នាំមកគេកែបានគេកែហើយវាមិនមែនតែពេលហ្នឹងមកលោកកែបានទេវាអត់ទេដូច្នេះយើងកំពុងតែមានតែគេហៅថាឆន្ទៈប៉ុន្តែការអនុវត្តជាក់ស្ដែងទៅមិនរួចទេដើម្បីកែនីតិរដ្ឋបានឬក៏ទប់ស្កាត់ការឆបោកអនឡាញនេះបានឲ្យស្ថាប័នខ្លាំងគឺតបំបត្តិអំពើពុករលួយបកពួកនិយមកែប្រព័ន្ធដឹកនាំរដ្ឋឲ្យមានប្រជាធិបតេយ្យឡើងវិញមានគណៈបកប្រជាជនផងគណៈបកប្រឆាំងឲ្យមានលំនឹងស្មើគ្នាហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអង្គការសង្គមស៊ីវិលបើអត់ធ្វើអានឹងដើរទេ100ឆ្នាំទៀតក៏អត់មានការប្រសើរដែរផ្នែកនីតិរដ្ឋហើយកុំសង្ឃឹមថានឹងអាចមានភាពប្រសើរអីវិនិយោគិននៃមកជឿស្រុកខ្មែរចាប់ហើយតាំងពីមានលោកចិនស៊ីនេះមកគឺប្រទេសកម្ពុជានៅក្នុងបញ្ជីខ្មៅជារៀងរហូតហើយលើកលែងតែយើងកែតម្រង់ស៊ីជម្រៅមែនតើសឹងថាកប៉ាល់យើងដែលបោកចឹងគឺបាត់ក្បាលមកវិញ180ដឺក្រេថយមកក្រោយវិញឬក៏ទៅណាដូរទិសអីចឹងណាបើថាបែបហ្នឹងទេគឺលេចហើយមកឥឡូវព័ត៌មានចុងក្រោយតាក់ទងពីក្រៅប្រទេសគឺខ្ញុំនឹងសង្ខេបតិចហើយភាសាពេលវេលាខ្លីគឺយើងដឹងហើយនាវាមុជទឹកអាមេរិកត្រូវបានសំទោសនាវាមុជទឹករបស់អ៊ីរ៉ង់ត្រូវបានអាមេរិកបាញ់លិចជាច្រើនគ្រឿង20គ្រឿងជាងហើយឥឡូវដោយនាវាធំមួយដែលទើបតែមកពីសម្ពយុទ្ធយោធានៅឥណ្ឌាហើយឥឡូវបាញ់ស្លាប់នាវិកនៅក្នុងលើហ្នឹងមានប្រហែលជា100នាក់ជាងស្លាប់80នាក់ហើយសង្គ្រោះបានប្រហែលជា30នាក់ហើយនៅសល់បាត់ខ្លួនជាច្រើនទៀតហើយរឿងនេះគឺជារឿងពិបាកដែរដោយសារអាមេរិកប្រើគ្រាប់បែកម្យ៉ាងគេហៅ tornado ហ្នឹងគឺគ្រាប់បែកកញ្ជ្រួចបាញ់ក្នុងទឹកវាខុសពីកញ្ជ្រួចលើអាកាសអញ្ចឹងទៅបាញ់កំទេចនាវានេះហើយ
និយាយទៅហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់អ៊ីរ៉ង់មកដល់នេះសឹងថាខ្ទេចខ្ទីអស់ហើយវាអស់មានអីតដៃអញ្ចឹងសង្គ្រាមនៅអ៊ីរ៉ង់នេះអាចនឹងចប់មុន4-5 សប្តាហ៍ដែលលោកត្រាំថានឹងលឿនជាងហ្នឹងពួកអ៊ីរ៉ង់ប្រើប្រាស់ធនធានខ្លួនខ្សោះខ្លួនហើយព្រោះបាញ់ច្រើនប្រទេសពេកមិនមែនតែមួយមកអាមេរិកអ៊ីស្រាអែលទេគឺប្រទេសនៅមជ្ឈមបូព៌ាបាញ់ទៅទាំងអស់ឥឡូវនេះបានអ៊ុយក្រែនជួយទៀតអ៊ុយក្រែនលោក Vladimir Zelensky លោក Zelensky គាត់និយាយថាគាត់បញ្ជូនអ្នកជំនាញជួយទៅទប់ drone មួយគឺ drone Shahed របស់អ៊ីរ៉ង់ drone ហ្នឹងគឺអ៊ុយក្រែនគេធ្លាប់មានបទពិសោធន៍ទប់drone ដែលអ៊ីរ៉ង់លក់ឲ្យរុស្ស៊ី drone ដែលបាញ់ស្រោចទៅប្រទេសណែអ៊ុយក្រែនច្រើនសន្ធឹកហ្នឹងគឺ drone ដែលរុស្ស៊ីបាញ់ទៅអ៊ុយក្រែនណាមានជាង 57,000 drone អ៊ុយក្រែនចាប់បានស្ទើរតែទាំងអស់ដូច្នេះអ៊ុយក្រែនយកបច្ចេកវិទ្យាហ្នឹងមកជួយអាមេរិកនិងអ៊ីស្រាអែលទប់នឹងអ៊ីរ៉ង់ពួកគេប្រកែកជំនាញហ្នឹងប៉ុន្តែលោក Zelensky សំដូរថាឲ្យអាមេរិកឬក៏អ៊ីស្រាអែលឬប្រទេសដែលសភាវុធធ្ងន់ហ្នឹងគាត់ជួយចឹងមែនប៉ុន្តែសំដូរជាប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ីឲ្យគាត់ផងអានេះគឺជាលក្ខខណ្ឌរបស់គាត់ទេបាទសង្គ្រាមនេះគឺអ៊ីរ៉ង់កំពុងតែឯកោខ្លាំងទៅទៀតហើយបងប្អូនហើយវាមិនទៅណាឆ្ងាយទេគឺតិចទៀតទៅវារលាយខ្សោយប៉ុន្តែនឹងមានសង្គ្រាមស៊ីវិលការធ្វើក្របបែកអត្តឃាតឬអីហ្នឹងគឺនឹងនៅប្រទេសរបស់នឹងគ្មានទីបញ្ចប់ដែរតែឥឡូវចុងក្រោយគឺព័ត៌មានអំពីធីរីខ្ញុំថាជំរាបជូនបងប្អូនក៏នៅតែមិនបានលម្អិតដែរគឺសវនាការសំណុំរឿងដែលលឹមធីរីប្តឹងសុំឲ្យជំនុំជម្រះក្តីឡើងវិញនេះត្រូវបានលើកពេលទៅឲ្យបងប្អូនដោយសារតែតឡាការឆក់ល្វែងនៅក្នុងការបញ្ជូនដីកាទៅហៅយកធីរីមកឲ្យគេដឹកបញ្ជូនមកពន្ធនាគារមិនទាន់តាមកាលកំណត់ឥឡូវនេះគេលើកទៅថ្ងៃទី6ខែឧសភាគឺនៅ2ខែទៀតបងប្អូនហើយបាទអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងតាមដានព័ត៌មាននេះទៀតហើយ2ខែក្រោយនោះខ្ញុំនឹងទៅម្ដងទៀតបងប្អូនដែលបានផ្ញើថវិកាបរិច្ចាគមកជួយគម្រោងដែលខ្ញុំទៅជួយធីរីហ្នឹងគឺមិនកុំខកបំណងអីព្រោះអីលុយហ្នឹងប្រើប្រាស់ហើយខ្ញុំគិតថាសម្រាប់ជើងបន្ទាប់ទៀតហ្នឹងបើទោះបីគ្មានការជួយឧបត្ថម្ភពីបងប្អូនយ៉ាងណាគឺខ្ញុំនឹងប្រឹងប្រែងដើម្បីបានទៅជួយឲ្យចប់ដើមដើម្បីឲ្យរឿងនេះគឺបងប្អូនបានទទួលដំណឹងពួកខ្ញុំបានផ្សាយតាំងពីដើមទីផងដូច្នេះបាទនេះគឺខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅរាត្រីនេះទៀតបងប្អូនតាមម៉ោងដដែលរាត្រីសួស្តីបងប្អូននៅកម្ពុជាអរុនសួស្តីបងប្អូននៅសហរដ្ឋអាមេរិកនិងទីផ្សេងបាទ